มันទៅជាខ្លាចគ្នានឹងហើយណាញោមប្រែរាជប្រែសក្រាចកូនសតមិនខ្លាចអ្នកមេបាសិស្សសតមិនខ្លាចគ្រូអាចារ្យរីឯភរិយាមិនខ្លាចប្តីញោមហើយ7ពេកទុំមេឃព្រឹក្សាអួតអាងបញ្ញាថាខ្លួនឯងភ្លឺអាស័យអត់ថ្នាំងអាគាំងវាយមិនលឺអនោចខែភ្លឺខ្នើតអងឹតសូន7ពេកទុំមេឃព្រឹក្សាភ្លឺត្រឹមតែ7ពេកទេអួតណាស់មនុស្សសពថ្ងៃចូលចិត្តប្រើរិទ្ធប្រើអំណាចអួតទ្រព្យសម្បត្តិអួតក្អេងក្អាងចង់ឲ្យគេគោរពចង់ខ្លួនធ្វើល្អប៉ុន្តែខ្លួនកំពុងអាសាងអាក្រក់ឲ្យគេគោរពខ្លួនឯងកំពុងអាសាងប្លង់អាក្រក់ឲ្យថាចង់ល្អចង់ក្រាន់បើប៉ុន្តែទៅធ្វើអំពើអាក្រក់អ្នកខ្លះញោមមកចំណាំចេះអ្នកមានរិទ្ធមានព្រោះធ្វើក្ររីឯអ្នកក្ររិទ្ធក្រព្រោះធ្វើមានអ្នកល្ងងរិទ្ធល្ងងព្រោះធ្វើចេះរីឯអ្នកចេះរិទ្ធចេះព្រោះធ្វើល្ងងអ្នកខ្លះចេះបន្តិចបន្តួចនិយាយពីអួតអូយអួតនិយាយមិនឈប់ទេស្អីក៏ចេះដែរហើយចេញយោបាយចេះយោបាយទៀតចេញស្អីមកចេះនឹងទាំងអស់ប៉ុន្តែរៀនបានតិចញាប់សោះហើយទៅវាចេះលើរៀនទៅទៀតចឹងបានថានឹងហើយ7ពេកទុំមេឃព្រឹក្សាអួតអាងបញ្ញាតែខ្លួនឯងភ្លឺអាបញ្ញាបន្តិចបន្តួចនឹងមិនគិតរៀនសូត្រពីគេពីចាស់ពីទុំទេទៅមើលងាយចាស់មើលងាយទុំថាអូចាស់ទីជំនឿចាស់កំរិលហោះសាសនាពុទ្ធនោះវាគ្មានព្រះមែនទេនេះគេចេះតែភូតគេចេះតែបោកហោះអាសភៅធម៌នេះចឹងប៉ុន្តែតាមពិតឲ្យសូត្រតយ៉ាងកាញ់មួយសូត្រមិនចប់ផងមិនដែលរៀនឲ្យមកក្បាលផងប៉ុន្តែនិយាយពីចេះនោះចេះអានឹងហើយដែលគេហៅថា7ពេកទុំមេឃព្រឹក្សាណាញោមណាមើលងាយចាស់មើលងាយយាយមើលងាយតាសិទ្ធិជំនឿហួសសម័យអ្នកខ្លួនឯងនឹងបានជាអ្នកចេះជាអ្នកដឹងធម៌ពិតធម៌ព្រះអីណាប៉ុន្តែតាមពិតគ្មានបានចូលរៀនអីមួយថ្ងៃផងមិនជាលឺពីណាមកបន្តិចបន្តួចទៅផ្អើលតាមគ្នាទៅហើយអាស័យអត់ណែអាស័យអត់ថ្នាំងអាគាំងវាយមិនលឺអនោចខែភ្លឺខ្នើតអងឹតសូនមានពោះវែក3នៅក្នុងបុរីស៊ីមនុស្សរាប់ផ្លូនអ្នកមួយស៊ីក្បាលអ្នកកដាលស៊ីកូនអ្នក3ស៊ីខ្លួនលូនទៅណាមិនរួចមិនខ្ចីបកស្រាយទុកឲ្យអាចារ្យបកស្រាយអាស័យធម្មតាអាស័យមានថ្នាំងហើយប៉ុន្តែអាស័យអត់ថ្នាំងមានន័យថាម៉េចអាស័យអត់ថ្នាំងអាគាំងវាយមិនលឺញោមញាតហើយពុទ្ធបរិស័ទចង់និយាយពីអត់ធ្មត់ជាមួយម៉ែជាមួយឪកូនត្រូវស្នងសងគុណម៉ែឪបុរាណថាតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុករូបម្ដាយឪពុកបាត់ទៅប៉ុន្តែគេឈ្មោះម្ដាយឪពុកនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនៅឪពុកម្ដាយអាចឲ្យពុនរាយនៅលោកទាំង3រូបគ្រូបាត់ទៅក៏ប៉ុន្តែគេឈ្មោះគ្រូនៅនឹងសិស្សទាំងឡាយដែលមានកតញ្ញូនៅគ្រូបាត់ជាយអាចឲ្យពុនរាយនៅលោកទាំង3បើពាក្យគេនិយាយមានពាក្យថាតពាំងមានពាក្យថាអាស័យគេមិនមែននិយាយពីអាស័យទេគឺនិយាយពីម៉ែឪហើយបើនិយាយពីតពាំងមិនមែននិយាយពីតពាំងទេនិយាយពីកូនតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុកក៏ប៉ុន្តែសូមឲ្យឪពុកម្ដាយនឹងថែអាសាកូនផងសូមឲ្យតពាំងសូមឲ្យអាស័យថែអាសាតពាំងផងព្រោះតពាំងឥឡូវនេះត្រូវប៉ាន់ណាស់តដោះចេញពីគុំអាស័យគេកាច់ស្លបង្ហើយអត់មានមកស្នងអាស័យបានទេហើយបើតពាំងនឹងស្អុយតពាំងនឹងពុកផុយក៏ស្នងអាស័យអត់កើតដែរអញ្ចឹងតលម៉ែឪជួយថែអាសាកូនផងកុំឲ្យវាចវេអាស័យតែងតែមានថ្នាំងប៉ុន្តែកុំឲ្យកូនថ្នាំងថ្នាក់ជាមួយម៉ែឪអីព្រោះគាត់ចាស់បេះដូងដើរញាប់ល្អូរទាំរៀងច្រើនបន្តិចហើយព្រោះដល់វ័យល្អូបេះដូងដើរញាប់កាន់តែឆាប់ខឹងកាន់តែល្អូស្អីក៏គាត់មិនសូវខុសដែរខុសតកូនដាក់ផ្តិលកដាលវាលដើរទាត់ផាំងបន្ទុះកូនហែងខ្វះកន្លែងដាក់ទេអីដាក់ទៅហ្នឹងដល់ពេលកូនដើរទាត់ផាំងហើយភ្នែកមិនមើលទេភ្នែកអញ្ចឹងបើគាត់ដើរទាត់គាត់បន្ទោសថាយើងមិនអត់យកផ្តិលដាក់អីស្រួលបួមិនដាក់អីទៅហ្នឹងដល់ពេលយើងដើរទាត់គាត់ថាភ្នែកយើងមិនមើលទេភ្នែកដូច្នេះមនុស្សចាស់ឆាប់ខឹងដូច្នេះត្រូវតែអត់ធ្មត់អាស័យអត់ថ្នាំងអាគាំងវាយមិនលឺអាគាំងទៅវាយម៉ាំងវាលឺម៉ងប៉ុន្តែបើម៉ែឪស្ដីនិយាយជេរថាយើងកុំជេរតបគាត់អីឲ្យវាប្រឆាំងគ្នាទៅណែហើយអាណូចខែភ្លឺខ្នើតងឹតសូនណាញោមណាប្រយ័ត្នដូចពាក្យមួយគេថាទឹកលិចចុងឫស្សីត្រីក្រៀមសកាប៉ុន្តែទឹកលិចចុងស្លាកពើហាលគោកខែរះឆ្លងផ្លូវកូនកើតមុនឪបានចៅពោតាទឹកលិចចុងឫស្សីត្រីក្រៀមសកាទឹកលិចចុងស្លាកពើហាលគោកអានឹងអាម៉េចវិញមានន័យថាដួងតារារាប់រយពាន់ម៉ឺនពេញមេឃាមិនអាចភ្លឺផ្លូវបានទេប៉ុន្តែចន្ទ្រារះមួយដួងអាចភ្លឺផ្លូវបាន
កូនមកសបុកអត់មានធរកតញ្ញូសោះម៉ែឪមិនភ្លឺទេបើមានកូនតែមួយមកភ្លឺស្វាងបានមកប្រទេសមកស្រុកមិននគរសិទ្ធិមនុស្សល្ងងទាំងអស់ប្រទេសក៏អត់ភ្លឺដែរតើមានអ្នកចេះដឹងម្នាក់មកបានភ្លឺបានដោយខែរះឆ្លងផ្លូវកូនកើតមុនឪសំដៅទៅលើកូនដែលមានធរកតញ្ញូនៅនឹងខ្លួនកូនរៀនសូត្របានច្រើនជាងឪមិនបានរៀនប៉ុន្តែឪរលុយឲ្យកូនរៀនដូច្នេះអតិជាតិបុត្រកូននឹងល្អបំផុតអត្តសុទ្ធិរៀនមានចំណេះចេះដឹងខ្លួនឯងបរសុទ្ធិដឹកនាំបងប្អូនឲ្យធ្វើល្អហើយសង្ឃហៈមានធម៌សង្គ្រោះដល់អ្នកដតីកតញ្ញូមានធម៌កតញ្ញូជាមួយឪពុកម្ដាយជាមួយអ្នកមានគុណដឹកនាំធ្វើបុណ្យទៅសបាយទាំងយាយសបាយទាំងតាបានទាំងបងប្អូនបានទាំងអ្នកស្រុកភូមិមកស្ដាប់ធម៌ទៀតញើមើលឃើញដែរមិនតែសបាយម៉ែឪគេអីសបាយដល់យាយតាណោះហើយប្រយ័ត្នទៅទឹកឡើងលិចចង់អាស័យក្រីត្រីក្រៀមសកាកូននឹងសបោហឺហាមានសិតឡានវិឡាលុយប៉ុណ្ណឹងមិនដែលឃើញធ្វើបុណ្យចម្រើនបជនឲ្យម៉ែម្ដងទេមិនដែលឃើញដឹកម៉ែទៅវត្តដឹកម៉ែទៅបុណ្យទេឃើញតែប៉ាវតែគ្នាឯងជប់លៀងតែគ្នាឯងប៉ុន្តែម៉ែឪអត់អាហ្នឹងឯងទឹកលិចចង់អាស័យប៉ុន្តែត្រីនៅតែក្រៀមសកាហើយបើទឹកលិចចង់ស្លាកពើហាលគោកសម័យនេះមានបុណ្យមានទានមានសាសនាប៉ុន្តែមិនដែលដឹកនាំម៉ែឲ្យធ្វើបុណ្យឬក៏ធ្វើបុណ្យជូនគាត់ទេកូនល្មិលគុណនៅតែល្មិលគុណដដែលបានគេថាកូនមាន3ប្រភេទហ្នឹងណាញោមណាប្រភេទមួយអន់បំផុតគេហៅអវជាតិបុត្រប្រភេទមួយដឹកនាំធ្វើបុណ្យបានគេហៅអនុជាតិបុត្រហើយប្រភេទមួយអតិជាតិបុត្រហ្នឹងអញ្ចឹងបានថាម៉ែឪរស់នៅធ្វើបុណ្យឲ្យតន់គាត់នៅរស់ភ្នែកនៅមើលកើតនេះគេហៅថាបុណ្យខែភ្លឺគាត់នៅហូបកើតយើងមើលឃើញរីឯម៉ែឪដែលស្លាប់ទៅនឹងឯងកូនចៅធ្វើបុណ្យឧទ្ទិសទៅគេហៅថាបុណ្យខែងងឹតលោភៈទោសៈមោហៈចូលក្នុងខ្លួនមិនអាចដឹកនាំឲ្យធ្វើល្អបានទេមានតែលោកមានតែលុនបានប្រពុតថាបុគ្គលរកបានដោយកម្រជាភូមិរបស់សពបរោះនឹងឯងគឺមាន2ទី1បុព្វការីយបុគ្គលអ្នកធ្វើឧបការៈមុនបានដល់ម៉ែឪឬក៏គ្រូអាចារ្យទី2កតញ្ញូកតវេទីបុគ្គលបានដល់អ្នកដឹងហើយធ្វើតបវាមិនសូវបានទាំងពីរណាញោមច្រើនតែបានតែមួយខាងបានតែពីម៉ែពីឪចិញ្ចឹមកូនប៉ុន្តែដល់កូនម៉ែកូនចិញ្ចឹមម៉ែឪវិញពិបាកម៉ែម្នាក់ចិញ្ចឹមកូន10រស់ដោយស្រួលប៉ុន្តែកូន10ចិញ្ចឹមម៉ែម្នាក់រស់មិនស្រួលទេប៉ុណ្ណឹងហើយបានគេថាម្ដាយនឹកកូនដូចជាបាបដិញក៏ប៉ុន្តែបើកូននឹកម៉ែវិញដូចព្រះបែរខ្នងពិបាកណាស់នេះហើយញោមហើយដែលលើកឡើងបាញ់មិញអំពីពោលពាក្យនៅក្នុងកំណាបនៅក្នុងពាក្យអប់រំរបស់ចាស់បុរាណមកវាមិនងាយបានកូនល្អដូចពេលនឹងអញ្ចឹងទេបើបានល្អអញ្ចឹងហើយនឹកសំណោះការដែលដឹងគុណមេត្តាបិតាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងទុកនៅក្នុងសិកិលកៈសូត្រប្រពពីបរោះម្នាក់ដែលអត់ដឹងទិសអត់ដឹងតំបន់ព្រលឹមឡើងចេញទៅថ្វាយអង្គមគ្រប់ទិសទាំង6រាល់ថ្ងៃថ្ងៃមួយព្រះអង្គក៏មកជួបក៏សួរថាមនាលមាននប់ណែឯងធ្វើអីមានមុខមានសក់ទៅទឹកជោគដូច្នោះមាននប់នោះឆ្លើយថាខ្ញុំព្រះអង្គគោរពតាមពាក្យឪពុកខ្ញុំព្រះអង្គដែលផ្ដាំទុកថាឲ្យថ្វាយអង្គមទិសទាំង6ពេលគាត់ស្លាប់ហើយឥឡូវគាត់ស្លាប់ហើយកូនមកថ្វាយអង្គមមែនបានប្រពុតបំភ្លឺប្រាប់មិនមែនអញ្ចឹងទេថ្វាយអង្គមទិសទាំង6មានន័យថាគោរពដល់មនុស្សទាំង6ក្រុមហើយមួយទៀតគឺកាន់ធម៌6យ៉ាងឪពុកម្ដាយស្លាប់ចោលយើងមែនប៉ុន្តែបើកូនប្រព្រឹត្តធម៌6យ៉ាងដូចឪពុកម្ដាយអត់ស្លាប់ទេ6យ៉ាងនោះកុំឲ្យលេងលបែងស្រីស្រាពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតនិងខ្ជិលច្អូសបើកូនវាចាប្រព្រឹត្តនៅធម៌ទាំង6យ៉ាងនេះបានហើយកូននឹងឯងទ្រព្យសម្បត្តិរីកចម្រើនឡើងរស់នៅសុខដូចម៉ែឪអត់ស្លាប់អញ្ចឹងនៅជាមួយកូនជានិច្ចក៏ប៉ុន្តែបើកូនលះបង់មិនគោរពធ្វើមិនប្រតិបត្តិទេកូនបែរទៅជាសែបគប់មិត្តអាក្រក់ដើរលេងហួសពេលវេលាសែបគប់បាបប្រមិតព្រមទាំងលបែងស្រីស្រាពាលាភ្នាល់គ្នាផងនោះកូននឹងអស់ទ្រព្យសម្បត្តិហិនហោចដូចម៉ែឪស្លាប់ទៅឆ្ងាយណាស់ព្រះអង្គសម្ដែងទោសមួយឲ្យស្ដាប់មាន6យ៉ាងទៀតប៉ុន្តែវែងពេកខ្ជិលលើកមកសម្ដែងគ្រាន់តែលើកឡើងសង្ខេបព្រះអង្គតទៀតថាមនាលមាននប់ទិសទាំង6គេរាប់អញ្ចេះទិសខាងកើតគឺជាទិសមេត្តាបិតាទ
ទិសខាងត្បូងគឺជាទិសគ្រូអាចារ្យទិសខាងលិចគឺជាបុត្រភរិយាទិសខាងជើងគឺជាមិត្តសម្លាញ់ទិសខាងលើគឺជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទិសសកម្មករបុគ្គលណាថ្វាយបង្គំទិសទាំង6គឺសង្គ្រោះដល់មនុស្ស6ក្រុមនេះមិនមែនទៅថ្វាយបង្គំមែនតែនទេដោយទិសខាងកើតអញ្ចឹងទិសម៉ែឪមានន័យថាបើម៉ែឪនៅរស់ឲ្យនាំគ្នាចិញ្ចឹមគាត់ទំនុកបំរុងគាត់ធ្វើបន់ជូនគាត់ហើយបើគាត់ស្លាប់ទៅធ្វើបន់ជូនគាត់អានេះគេហៅថ្វាយបង្គំទិសខាងកើតបានរាយជាមេតិកាមកថាផតោនេសੰបរិសាមិម៉ែឪធ្លាប់ចិញ្ចឹមយើងឥឡូវដល់យើងចាស់យើងចិញ្ចឹមគាត់កិច្ចចាំងនេសੰករេសាមិបើម៉ែឪមានកិច្ចរវល់កូនមកជួយកិច្ចការងារនោះក៏លវាំងសੰតបេសាមិថៃអាសាពូជពងគាត់ផងពូជអ្នកបួសពូជអ្នកធរពូជអ្នកសិលកុំឲ្យផុតទៅស្រាប់តែកូនមកជំនាន់ក្រោយមិនដឹងពូជអីណាហើយដល់លើទី4គេហៅថាទាយាចាំងបដិបជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកគាត់កុំចេះតែលក់ខ្ទេចលក់ខ្ទីបង្ហាន់គេគាត់អីអ្នកខ្លះគេព្រីនគេថតតាំងឲ្យពីស្នាមជើងគាត់ទុកថ្វាយអង្គមទៀតនោះគេគោរពខ្លាំងហើយឯងលក់ខ្ទេចស្នាដៃម៉ែឪអស់ដូច្នេះហើយទី5បើគាត់ស្លាប់ទៅហើយតេខេណាំងអនុប្រទេសសាមិឲ្យកូនធ្វើបន់ឧទ្ទិសទៅឲ្យគេថ្វាយអង្គមគឺគេធ្វើអញ្ចឹងតាឯងអត់ដឹងខំមកទៅថ្វាយអង្គមមែនខ្មោចឪពុកស្លាប់ទៅអត់បាយរហូតកូនមិនដែលធ្វើបន់ឲ្យសោះទៅថ្វាយអង្គមមែនតែនហេតុតែអត់យល់ចឹងបានជាចាស់បុរាណគាត់ជេរក្មេងអាមិនដឹងទិសអាមិនដឹងតំបន់ហើយក្មេងបុរាណគេជេរអញ្ចឹងដឹងថាគេជេរថាមកពីអញមិនដឹងគុណម៉ែឪមិនដឹងគុណគ្រូហើយក្មេងឥឡូវនេះទៅជេរថាមិនដឹងទិសមិនដឹងតំបន់វាស្មានតែឯងវែងផ្លូវអត់យល់ទេឥឡូវយើងដឹងហើយទិសខាងកើតគឺម៉ែឪឥឡូវឆ្លៀតមកទិសខាងត្បូងតែគ្រូអាចារ្យសូមបន្ថែមគ្រូបន្តិចទៅចុះដោយសារលោកអាចារ្យលើកឡើងពីគុណសម្បត្តិដឹកនាំល្អរបស់ព្រះគ្រូចៅអធិការសាងភ្នោះបួសតាំងពីតូចហើយមានវត្តប្រតិបត្តិល្អគួរជាទីគោរពដល់ភិក្ខុសង្ឃទាំងឡាយលោកក៏ជាគ្រូយើងទាំងអស់គ្នាដែរសាលាបឋមសិក្សាពេញមកប្រទេសកម្ពុជាភាគច្រើនបំផុតនៅក្នុងវត្តពីដើមមកគ្រូគឺប្រសង់អ្នកបង្រៀនទេបានជាគេជាប់មាត់ហៅប្រសង់ថាលោកគ្រូទល់សពថ្ងៃហើយឥឡូវនេះសាលាហ្នឹងគឺគេផ្ដាច់ទៅក្រសួងអប់រំហើយកាលពីមិនទាន់មានក្រសួងអប់រំអ្នកអប់រំគឺប្រសង់នឹងឯងអ្នកបង្រៀនណាញោមហើយខ្លះទៅផ្ដាច់ចេញពីវត្តទៅដើម្បីទៅរក support អ្នកគ្រប់គ្រងពីសាសនាដទៃទៅទៀតនោះក៏មានដែរដូច្នេះហើយឥឡូវនេះទោះបីនៅឆ្ងាយផ្ដាច់ចេញពីវត្តក៏វានៅជាប់ទៅលបងវត្តដែរវត្តប្រសង់អ្នកបង្រៀនអាចារ្យយាយតាអ្នកធ្វើសាលារៀនចេញពីវត្តតាំងពីជំនាន់ណូមោពុទ្ធយៈសិទ្ធាំងនោះកើតអ្នកប្រាជ្ញតាំងពីសម័យសម្ដេចព្រះសង្ឃរាជជួនណាតហួតតាតអ៊ុំស៊ូលវីអែមប៊ូពោកអុចរស់ប៉ុនសំភេកអ្នកប្រាជ្ញបាលីសំស្ក្រឹតល្បីលើពិភពលោកប្រែបត្រៃបីដកជាប់មុនគេខ្លាយជាអ្នកនិពន្ធដ៏ល្បីជំនាន់មុននោះសតចេញពីវត្តទាំងអស់ហើយកុំបាច់ឆ្ងល់ថាហីលោកសង្ឃភិក្ខុសំតែងរឿងទុំទាវរឿងស្នេហាយ៉ាងម៉េចក៏លោកចេះតែងរឿងប្រឡំលោករឿងស្នេហាថាអ្នកនិពន្ធទាំងអស់សម័យនោះសតចេញពីលោកឯងគាត់តែអ្នកខ្លះសឹកអ្នកខ្លះមិនសឹកហ្នឹងឯងបើដូច្នេះរៀនសូត្រចេះដឹងវប្បធម៌អក្សរសាស្ត្រមានភ័យអាសន្នមានសង្គ្រាមវារត់មកជ្រកទាំងវត្តតាំងពីចម្លាក់ក្បាច់ក្បូរសិល្បៈតន្ត្រីពិនពិតអានិតកងស្គរឬក៏ក្បាច់កតុយនាគកតុយហងខ្វាន់ខ្វងស្លឹកអង្គរអីរត់មកជ្រកទាំងវត្តប្រពៃណីវប្បធម៌តាំងពីសម្លៀកបំពាក់ខ្មែរល្អក៏ចេញមកទាំងវត្តអាសម្លខ្មែរមានប្រមាណមុខក៏ចេញភាគច្រើនទៅក្នុងវត្តនិងកម្មវិធីបុណ្យដែរដូច្នេះវត្តអារាមមានតួនាទីថែអាសាពុទ្ធសាសនាផងថែអាសាចំណេះដឹងនឹងកូនខ្មែរតាំងពីដើមញោមមកប្រទេសជប៉ុនរុងរឿងដូចសពថ្ងៃជាប់សង្គ្រាមលោកលើកទី2ប្រទេសជប៉ុនខ្ទេចអាលីងដូចយើងដែរខ្ទេចអាលីងអស់គេដើរប្រមូលក្មេងនៅសល់ប្រមាណនេះយកមកដាក់ក្នុងវត្តរៀនចេញពីវត្តទៅទាំងអស់ហើយបញ្ជូនចេញទៅក្រៅប្រទេសគាត់ចម្លងឯកសារពីប្រទេសគេយកមកដាក់ប្រទេសខ្លួនសូម្បីខ្មែរយើងក៏ជប៉ុនបកប្រែសភៅយើងទៅប្រទេសគេអស់ហើយសភៅរឿងនិទានកូនក្មេងកុមារអីគេប្រែទៅដាក់ប្រទេសគេអស់ហើយអញ្ចឹងរហូតមកដល់ឥឡូវជប៉ុនខ្លាចជាប្រទេសរុងរឿងរីកចម្រើនខាងធ្វើបច្ចេកវិទ្យាមួយដែរក៏មានប្រភពចេញមកពីវត្តដែរញ៉ឹងមើលឃើញដែរអញ្ចឹងព្រះគ្រូជាម្ចាស់ពាក្យថាគ្រូនេះអ្នកពំពោះយើងគេហៅថាបព្វជិយាចារ្យ
អ្នកដែលឧបសម្បទាយើងគេហៅថាឧបសម្បទាចារជាគ្រូឧបជាយើងគេហៅថាឧបជាចារអ្នកដែលសូត្រឲ្យយើងគេហៅថាអនុសាវនាចារហើយអ្នកដែលបង្ហាត់បង្រៀនធម៌ដល់យើងគេហៅធម្មាចារហើយអ្នកបង្រៀនមុខវិជ្ជាទូទៅគេហៅថាឧទ្ទេសសាចារពាក្យថាគ្រូមានន័យថាអ្នកដែលធ្វើល្អមានន័យថាអ្នកជាគំរូរៀនសូត្រចេះដឹងខ្លួនឯងមកបង្រៀនគេអត្តសទ្ធិហើយបរសទ្ធិដូច្នេះតួអង្គគ្រូនេះជាបណ្ឌិតហើយមានសង្ឃៈមានកតញ្ញូបានទោះជាមិនបានសញ្ញាបត្របណ្ឌិតក៏គេឲ្យបណ្ឌិតតាមធម្មជាតិដែរបានបួសបានសិក្សារៀនសូត្រដឹកនាំគេធ្វើល្អហើយคล้ายទៅជាគ្រូយើងអស់មួយជីវិតហើយคล้ายជាបណ្ឌិតហើយសូម្បីតែលោកបង្រៀនថាក្រោយពីសមាទានសិលចប់ថាអ្នកទាំងឡាយអើយសិលនឹងនាំឲ្យទៅឋានសួគ៌សិលនឹងនាំឲ្យទៅនិព្វានសិលនឹងនាំឲ្យមានទ្រព្យដូច្នេះអ្នកទាំងឡាយចូលរក្សាសិលឲ្យបានស្អាតបរិសុទ្ធតែប៉ុណ្ណេះคล้ายជាគ្រូយើងអស់មួយជីវិតណាញោមណាហើយបានជាលោកមានគុណធម៌ជាគ្រូលោកមានគុណធម៌7យ៉ាងមួយហៅថាបិយោលោកគួរជាទីស្រឡាញ់យើងស្រឡាញ់តែកូនយើងឯងប៉ុន្តែលោកកូនណាក៏លោកស្រឡាញ់ដែរមកចិញ្ចឹមបង្រៀនទាំងអស់គ្នាទី2គោរពលោកគួរឲ្យគោរពណាស់ពីព្រោះលោកមានចិត្តល្អមានការសន្តោសជាព្រហ្មវិហារលើសញោមទាំងអស់ព្រោះណាក៏ជាកូនរបស់លោកហើយភាវៈនយោលោកគួរឲ្យតសើលោកថែអាសាលោកស្រឡាញ់សិស្សតាំងពីរបស់គ្រោះចង្រៃគេថាជ្រូកកញ្ចក់កចាត់ចិញ្ចឹមទៅវាចង្រៃអារបស់ណាដល់ចង្រៃយកមកលោកទាំងអស់មកអាកូនណាពិការពិរាខ្វាន់ខ្វងគ្មានណាចិញ្ចឹមយកមកដាក់វត្តលោកចិញ្ចឹមមកទាំងអស់ដូច្នេះលោកគឺជាមនុស្សមួយគួរឲ្យតសើជាមនុស្សប្រោសមនុស្សជួយមនុស្សមួយទៀតលោកហៅថាវត្តាលោកពោលពាក្យពីរោះពិសាជាពិសេសពោលពាក្យព្រានបដៅល្អល្អឲ្យយើងស្ដាប់មួយទៀតលោកហៅថាវចនៈកមោលោកអត់ធ្មត់នឹងពាក្យសម្ដីធម្មតាយើងបដៅកូនកូនតមាត់តកយើងពិបាកចិត្តចុះលោកមិនមែនកូនសាច់បកើតផងគេតមាត់តកយ៉ាងណាក៏លោកអត់ធ្មត់បានគេហៅថាវចនៈខមោលោកអត់ធ្មត់នឹងពាក្យសម្ដីមួយជីវិតលះបង់ដើម្បីជាតិដើម្បីសាសនាអ្នកខ្លះគេថាកេងលុយគេថាកັບលុយធ្វើមិនស្មោះត្រង់អាម៉េចលោកសុខចិត្តអត់ធ្មត់បើលោកមិនធ្វើទេគេមិនធ្វើទេគេបានថាទេបើដូច្នេះបើលោកមិនចេញដឹកនាំធ្វើវានៅតែមិនហើយអញ្ចឹងណាថាអីថាទៅលោកតស៊ូទៅនឹងអត់ធ្មត់នឹងពាក្យសម្ដីបានធ្វើមេដឹកនាំកើតហើយមួយទៀតវចនាងមួយទៀតគេហៅថានោអដ្ឋានេនយោចេតិលោកចេះអីព្រានអីលោកចេះដឹងអីលោកមិនលាក់មិនលៀមបង្ហាត់បង្រៀនហើយមួយទៀតលោកហៅថាការពោលពាក្យកម្មភិរੰកតាំងកតាលោកពោលពាក្យឲ្យមានជំរឿឲ្យយើងងាយចាំដូចយាយខ្លះប្រគេនចានប្រគេនមហូបប្រគេនអីចឹងទៅលោកថាញោមឆ្នាំងចាននឹងទិញឯណាញោមថាទិញនៅផ្សារផ្អាវអីចុះល្អណាស់ល្អវាល្អមែនប៉ុន្តែបើវាមានបាយវារឹតតែល្អជាងនឹងមែនអញអស់បាយអស់ចង្ហាន់ភ្លេចមើលតែម្ដងទៅយាយចាំរហូតដើរទៅកត់លោកនេនឯគេធ្វើប៉ុនអីគេវ៉ៃប៉ុនឯណាលោកតាចុះឃើញចងតុងដាក់បារម្ភដាក់វាំងននឯច្រើនម្លេះអូសុទ្ធតែសបុកពីងទៀងឯងភ្លេចបោះតែម្ដងលោកនេនដឹងភ្លាមអានឹងហើយគេហៅថាកម្មភិរੰកតាំងកតាលោកពោលពាក្យមានជំរឿនេះគុណសម្បត្តិ7យ៉ាងជាគ្រូណាបេយោគរូភេវៈនយោវត្តាវចនៈខមោកម្មភិរੰកតាំងកតានោអដ្ឋានេនយេចេតិហើយមួយទៀតលោកមានតួនាទីរបស់លោកណាសុវិនិតាំងវិនិន្តិលោកទូលមានបានល្អទូលមានប្រកបដោយធម៌ដ៏ល្អសុកហេតាំងគិហាបេន្តិលោកបង្ហាត់បង្រៀនចំណេះដឹងដ៏ល្អដល់កូនសិស្សចឹងមកឲ្យតែមានចំណេះដឹងអីលោកបង្ហាត់បង្រៀនដល់សិស្សឲ្យបានចេះដឹងចឹងទៅសัพពេតមុតាំងសមុខាយនោភវន្តិលោកចេះអីមិនលាក់មិនលៀមទេលោកបង្ហាត់បង្រៀនហើយហើយមួយទៀតមិត្តតាមមច្ឆេសុបរិវេតេនតិនៅក្នុងចំណោមមិត្តអាមាត្យបើមាននរណាមួយគេមកជួបពុតជុំអីលោកមិនដែលបង្អាប់បតោះសិស្សទេមានតែលើកសរសើរលើកកម្លាំងចិត្តសិស្សអាត្មាល្អចេះមួយល្អមួយឆ្លាតចេះមួយចុះមួយប៉ុន្តែនៅមុខលោកបតុះលោកឯងខ្ជិលអាណាគេឲ្យកូននេះលោកឯងខ្ជិលយ៉ាងនេះប៉ុន្តែពាក្យគ្រូទាយម្ដាយថាណាញោមពាក្យម្ដាយពាក្យគ្រូមានប្រៃមានជូរកម្រពីរោះប៉ុន្តែលោកថាចឹងមែនប៉ុន្តែបើនៅមុខគេលោកលួចសរសើរកូននឹងល្អណាស់ខំរៀនខំអីអាត្មាខំអប់រំហើយមួយទៀតទិសាសុបរតាំងក្រោនតេ
នៅពេលមានចំណោមណាគេនិយាយអាក្រក់ពីកូនសិស្សលោកចេញមុខការពារភ្លាមណាស់ញោមតាមពិតវាអញ្ចេះទេបញ្យល់ហេតុផលនេះហើយជាគុណធម៌ដ៏ល្អរបស់គ្រូសម្រាប់ភិក្ខុសង្ឃអង្គសាមណេរជ្រកនៅជាមួយរីឯយើងទាំងអស់គ្នាជាកូនសិស្សជាកុហកនេះវិញក៏ត្រូវទទួលបានធម៌តិចពីលោកដែរមួយហៅថាកល្យាណេនិវាសេនតេដឹកនាំយើងឲ្យធ្វើអំពើល្អញោមឲ្យធ្វើបុណ្យអាយុមិនទៀងទេថ្ងៃណាមួយស្លាប់ណាញោមកាន់សិលកាន់ធម៌កាន់ប៉ានិវារេនតេលាចាកអំពើបាបញោមចំណាស់ប៉ុណ្ណឹងហើយឈប់ធ្វើបាបកុំប្រកែកុំប្រកាន់កុំខឹងឲ្យអត់ធ្មត់តិចទៀតយើងស្លាប់អស់ហើយទៅចង់ចាញ់ចង់ឈ្នះហើយកងតាអាចារ្យភ្លុកដុតចោលទេកល្យាណេនមនសាអនុកម្មបន្តិលោកអនុគ្រោះដោយធម៌ក្នុងចិត្តទុនតូដោយកល្យាណនិមិត្តមានន័យថាលោកធំក៏លោកប្រទៀបខ្លួនមករាប់អានជាមួយយើងមិនរើសអើងឃើញណាលោកមានចិត្តល្អអញ្ចឹងអសុតាំងសុណាតិដឹកនាំញោមឲ្យចេះធម៌ឲ្យស្ដាប់ធម៌រឿងរ៉ាវណាដែលញោមមិនធ្លាប់បានដឹងមិនធ្លាប់បានឮសុតាំងប្រយោជន៍តពេនតិធម៌ណាដែលធ្លាប់ដឹងធ្លាប់ឮឲ្យលោកនិទានបន្ថែមទៀតរំលឹករឿយញោមណាឲ្យខំថែរក្សាបប្រតិបត្តិឡើងសក្កសមៈកាំងអចក្ខន្តិពង្រៀនប្រាប់ផ្លូវឲ្យទៅឋានសួគ៌ខំធ្វើល្អទាំងនេះហើយជាគ្រូយើងមួយជីវិតនេះថ្វាយអង្គមទិសខាងត្បូងគឺទិសគ្រូបើដឹងគុណគ្រូហើយយើងនាំគ្នាគោរពលោកដែរដឹងគុណលោកដែរដឹងគុណលោកដែលគេហៅថាអត់ឋានណែអ្នកឃើញលោកមកងើបឈរក្រោកទទួលមានវន្តាអញ្ជលិកម្មអភិវេតនកម្មបច្ចុប្បន្នឋាននៃអ្នកចូលទៅបំរើតាមពេលវេលាសសាយៈស្ដាប់ពាក្យព្រានបដៅលោកដោយគោរពបរិចរិយាយៈចូលទៅបំរើលោកតាមពេលមិនបាច់គិតពេលវេលាពេលណាអាចជួយបានក៏ជួយទៅចឹងមកហើយមួយទៀតសកច្ចាំងគឺសពកហណេអ្នកទទួលយករៀនសូត្រពាក្យរបស់លោកយកមកគោរពបដិបត្តិដោយគោរពនេះជាតួនាទីកូនសិស្សណាធ្វើល្អប៉ុណ្ណេះសបោចំណេះដឹងជ្រៅជ្រះដូចចលបណ្ឌកៈរៀនសូត្រអីមិនចេះសោះដែលលោកគ្រូអាចារ្យលើកឡើងមិញថារៀនមិនចេះពីសម័យព្រះចលបណ្ឌកៈរៀនអីអត់ចេះរៀនមិនចេះគិតទៅគ្រូអាណិតសិស្សនឹងពេករៀនមិនចេះមែនប៉ុន្តែសិស្សនឹងអាសាមកគោរពគ្រូពេកមកស្ដាប់គ្រូពេកនាំយកទៅកន្លែងស្ងាត់បង្រៀន4ខែញោមបានតែមកគាថាទេកដេសិកង្ករណាកដេសិអហង្បេតាំងជានិមិចេះតែប៉ុណ្ណឹងរៀន 3-4 ខែចេះតែប៉ុណ្ណឹងយកទៅសូត្រคลายទៅជាអ្នកមានคลายទៅជាសេដ្ឋីរុងរឿងរីកចម្រើនកាន់តែធំដុំដោយសារគោរពរាប់អានពាក្យគ្រូហើយបើចង់ឲ្យគ្រូអាយុវែងមែនទែនធ្វើឲ្យគ្រូសប្បាយចិត្តពុទ្ធលោកសម្ដែងថាជាតិមួយព្រះអង្គកើតជាគ្រូគេស្រាប់តែមានសិស្សច្រើនទៅដល់ពេលចេញចូលភាសាស្ដេចជ្រះថ្លានិមន្តព្រះអង្គបួសជាអិសីណាឲ្យទៅចាំភាសានៅកន្លែងវាំងនៅក្នុងសួនឧសៀនរបស់ស្ដេចហើយបែកពីសិស្សថានឹកសិស្សហូយនឹកស្រាប់តែឈឺធ្ងន់ហ្មងឈឺធ្ងន់មែនតែនពេទ្យក្នុងវាំងមើលអីក៏មើលមិនជាដល់មើលមិនជាអស់ក្បួនទៅពពុទ្ធិសត្វថាឲ្យអាត្មាទៅជួបកូនសិស្សអាត្មាវិញទៅមុខទៅជាហើយមែនក៏អីមែនតែអាត្មានឹកសិស្សទេអញ្ចឹងហើយក៏ឲ្យគេដាក់ក្រែស្នែងសែងមកជួបសិស្សហើយឲ្យអាមាត្យតាមលបមើលឲ្យមើលជាមែននៃអត់ស្រាប់តែដល់សែងមកដល់ជួបតែសិស្សខ្លះមកច្បាច់ដៃខ្លះមកច្បាច់ជើងថ្វាយអង្គមលោកគ្រូសុខសប្បាយទេលោកគ្រូសុខសប្បាយទេស្រាប់តែជាជំងឺមានកម្លាំងវិញមែនបានលើកឡើងថាកម្លាំងលោកគ្រូរស់នៅវែងឆ្ងាយដោយសារពុទ្ធបរិស័ទនិងកូនចៅសិស្សគុណដែរបើអញ្ចឹងចង់ឲ្យលោករស់នៅបានវែងប្រសក់ពឹងប្រសងប្រសងពឹងប្រសក់ណាញោមណាសពថ្ងៃចូលចិត្តខាត់លោកកុំឲ្យសឹកប៉ុន្តែអ្នកខ្លះ2ខែមិនតាន់ចូលវត្តម្ដងផងហើយបានអីឆាន់ទៅយ៉ាងនោះស្រុកនេះមានស្រូវជង្រុកមានប្រហុកក្នុងពាងច្រើនណាស់ណាញោមស្រុកភ្នំពេញទៅទេហើយបើមិនស្គាល់ញោមញាតមិនចេះញែកញក់ជាមួយញោមញាតនឹងទៅរកចង្ហាន់ឯណាទេជូនទៅពីផ្ទះម៉ែមករហូតហ្នឹងដាក់វេនគ្នារៃគ្នាទៅរហូតហ្នឹងហើយបើញោមញាតគិតតែខាត់លោកឲ្យនៅរហូតហើយអត់ដែលទៅអើតលោកផងលោកបានអីឆាន់ហើយដល់តែខ្វះមែនតើរៀនបងលុយថ្លៃសាលាផងថ្លៃទឹកផងថ្លៃភ្លើងផងតម្រន់ទៅរៀនចប់ចង់ធ្លាក់អណ្ដាតម៉ែជាពាក់គេឲ្យវិលក្បងឲ្យអស់ជើងកាលខ្វះលុយថ្លៃសាលាខ្វះលុយថ្លៃទឹកភ្លើងមករកសុំម៉ែនិយាយបានមុនប៉ាវាឪវាឈឺចកេះឈឺចកងដាក់អស់សរោម3ផ្លោកខ្ចីលុយគេមិនតាន់សងផងជាពាក់ឯងថាមករកសុំលុយគាត់ឥឡូវគាត់ត្អូញបានមុនទៅវិញអត់អញ្ចឹងបើខាត់លោកកុំឲ្យសឹកអើតឈ្ងោកលោកផងណាញោមណា
ហើយដែលលោកតាវ័យចាស់ចេះហើយនាំគ្នាអាសាទៅអើតទៅឈ្ងោកចាស់ចាស់ពីដើមទៅចាស់មែនទេដាក់វេនគ្នាទៅសម្រានទៀតអូលើកកម្លាំងចិត្តតែប៉ុណ្ណេះគ្មានអង្គណាចង់សឹកទេណាញោមប៉ុន្តែគេមិនសូវផងទេញោមណាចិត្តតែខាត់លោកឲ្យនៅហើយមិនដែលមួយខែពីរខែមិនដែលទៅជន់វត្តម្ដងផងលោកឯណាទៅនៅឥឡូវរឿងលោកប៉ុណ្ណេះនេះអាត្មាចង់លើកឡើងថាខាងត្បូងនឹកដល់គ្រូណាក៏ដោយថ្វាយអង្គមទិសខាងត្បូងបើគ្រូនៅរស់ទំនុកបំរុងតាមបែបរស់បើលោកសគត់ហើយធ្វើបន់ឲ្យលោកឬក៏ធ្វើបន់ជូនគ្រូទិសខាងលិចបុត្រភរិយាទិសខាងជើងមិត្តសម្លាញ់ក៏ដូចគ្នាអញ្ចឹងដែរឯទិសខាងលើជាសាមណៈព្រាហ្មណ៍យើងគោរពលោកជាសាមណៈព្រាហ្មណ៍មួយដែរអញ្ចឹងយើងគោរពតាមបែបរស់ហើយឯទិសខាងក្រោមជាទេសកម្មករអានឹងគ្នាខ្សត់ខ្សោយជាងយើងអនុគ្រោះតាមបែបខ្សត់ខ្សោយនេះប៉ុណ្ណេះបានជាបែកកំណត់ដឹងថាថ្វាយអង្គមទិសទាំង6ហ្នឹងគឺអនុគ្រោះដល់មនុស្ស6ក្រុមហើយឯងអត់ដឹងខំមកទៅថ្វាយអង្គមមែនតែនណាញោមណាប៉ុន្តែឥឡូវនិយាយពីរឿងគុណឲ្យញោមស្ដាប់បន្តទៀតតាមកម្មវិធីចម្រើនបជននេះធ្វើកើតបុណ្យកុសលមកស្រុកខ្មែរនេះភាគច្រើនដូចញោមអាចារ្យមានប្រសាសន៍វាចេញមកទៅពីកូនចៅដឹងគុណទេតែកូនចៅមានធម៌កតញ្ញូកូននឹងចេះធ្វើបុណ្យដែរហើយបើកូននឹងគ្មានធម៌កតញ្ញូទេសូម្បីមានឡានមានវីឡាមានដីប្រមាណកន្លែងដល់គ្មានចេះធ្វើបុណ្យឲ្យម៉ែឪទេតែគុណម៉ែគុណឪមិនដឹងហើយទៅធ្វើឲ្យណាកើតដូច្នេះម៉ែឪនេះពិតជាមានគុណលើកូនខ្លាំងណាស់រស់រៀនមានជីវិតមកប៉ុណ្ណេះដោយសារណាដោយសារពុកដោយសារម្ដាយទឹកដោះម្ដាយថ្លៃម្ដាយឪពុកខិតខំចិញ្ចឹមបីបាច់ថែរក្សាឲ្យរស់ឲ្យរៀនឲ្យមានជីវិតមកទល់ប៉ុណ្ណេះដូច្នេះយើងជាពាក្យគុណឪពុកម្ដាយខ្លាំងណាស់ទាំងអស់គ្នាញោមញាតិជឿថាជាពាក្យអីអត់រាល់ថ្ងៃមានជាពាក្យបំណុលគេអីអត់បើមិនជាពាក្យបំណុលគេទេចាំឆ្លើយជាមួយអាត្មាអ្នកខ្លះគេថាខ្ញុំមកគ្មានបានអីពីម៉ែពីឪទេដីខ្ញុំទិញលុយខ្លួនឯងផ្ទះខ្ញុំធ្វើលុយខ្លួនឯងគ្មានបានគេពីម៉ែទេណោះអាកពៅបានវាបានខ្ញុំអត់ឥឡូវយើងថាទៅរកស៊ីខ្លួនឯងទិញខ្លួនឯងចុះយើងបានដៃណាទៅរកស៊ីដៃហ្នឹងជើងណាជើងហ្នឹងបានពីណាមកជើងម៉ែជើងឪចែកឲ្យដៃម៉ែដៃឪចែកឲ្យឈាមយើងបានពីឈាមម៉ែឈាមឪចែកឲ្យឆ្អឹងយើងបានពីឆ្អឹងម៉ែឆ្អឹងឪចែកឲ្យដូច្នេះភាគហ៊ុនម៉ែឪនៅក្នុងនឹងអាដែលទោះបីយើងទៅរកស៊ីទៅធ្វើការបានលុយអ្នកណាឲ្យយើងរៀនមានចំណេះចេះដឹងនោះម៉ែឪផ្ដាច់ពីមាត់ព្រាត់ពីកឲ្យតកូនបានរៀនតាំងពីយើងនៅក្នុងផ្ទៃនោះឪពុកម្ដាយប្រឹងតស៊ូថែទាំកាក់ថែរក្សាកឯងអើយមានផ្ទៃពោះឯងថែរក្សាពោះកុំលោកុំលូតកុំលើកធ្ងន់ទុកឲ្យខ្ញុំភារៈធ្លាក់មកលើឪពុកឯនេះដើររត់ថ្នាំផងរត់លុយមកទំនុកបំរុងចិញ្ចឹមប្រពន្ធកូនហើយពេលដែលកូនប្រសូតឡើងមកភ័យអគ្នាកើតឡើងមកដើម្បីមានមាត់មានខោអាវត្រូវស្លៀកពាក់អញត្រូវបកើនកម្លាំងរត់ទ្រព្យសម្បត្តិថ្ងៃដែលកូនប្រសូតឡើងនោះភ័យភ័យគេថាឲ្យរត់ទៅតាមយាយនេះទៅតាមហោដាំទឹកហោដុតភ្លើងអាមុខប្រឡាក់សត្វតែខ្ជុំឯនៅទៅអង្គុយបន់ព្រះលោកឲ្យសុខសប្បាយទាំងអស់គ្នាមកលោកស្រាប់តែលឺយំងាឡើងត្រេកអររំភើបណាស់ទោះបីក្រខ្សត់ក៏ដោយម៉ែនៅលើចក្រានពេលនេះឪពុកនឹងអ្នកអង្គុយថែភ្លើងមិនចេះដាំស្លចូលចក្រានហើយចេះដាំស្លហើយពេលហ្នឹងចេះដាំចេះស្លអស់អង្គទៅរងអស់ទៅរអីដាំទឹកក្តៅឲ្យម៉ែផងរោទឹកមកឲ្យម៉ែងូតផងហើយកតបម៉ែកតបកូនឪនឹងកងយកទៅបោកយកទៅលាងទៅញីទៅញុគក់ផ្ទាល់ដៃហើយទៅធ្វើការគេមកព្រឹកផ្ញើប្រពន្ធទុកគេត្រឡប់មកវិញថ្ងៃអាសៀលបានត្រីបានបន្លែបាននំអីមួយដោតដើរសិតទៅរត់មកតលាក់ព្រុសមើលអង្គក្នុងទៀងអស់ហើយរត់ទៅរងអង្គទៀតអមើលទឹកអស់រត់ទៅរកទឹកដាំស្លបច្ចុកម៉ែបច្ចុកអីតម្រាំយើងរស់រៀនមានជីវិតស្រុកសក់ក្រខ្សត់តោកយ៉ាលំបាកវេទនាមិនដឹងគាត់ធ្វើបាបយ៉ាងណាខ្លះអ្នកខ្លះរស់ស៊ីកេងកັບលឹបខងវាយបដុកគូតកំប៉ុងបតោងបលើសភ្នែកជីងភូតគេកុហកគេបំបត្តិគេមកកាក់មកចាប់មកសេនហ៊ានលក់ដូរបង្រត់បង្រាស់សត្វធាតុទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃឲ្យតែបានលុយមកចិញ្ចឹមកូនបាបបុណ្យអីទុកម្ដុំសិនណាញោមមើលឃើញដែរដើម្បីកូនរស់ម៉ែឪសុខចិត្តលះបង់សពយ៉ាងប៉ុន្តែម៉ែឪខ្លះអាភ័ព្វដោយលោកតាពេជ្រសុខាស្មូតក្នុងលបើកប្រែត
ម៉ែឪរស់នៅប្រឹងព្រោះកូនដល់តែសូនបាត់ស្ងាត់សង្ខារមិនបានមកកើតជាមនុស្សមិនបានមកកើតជាទេវតាស្រាប់តែកើតជាប្រែតបាក់ពោះកាហេតុអត់អាហាររីឯកូនវិញគិតតែផលទីបំផុតអត់មានកូនឯណាមកជួយទៅវិញទាំងពោះទៅទេណាញោមណាកំសត់ណាស់ដូចចូលសេដ្ឋីមួយសម័យព្រះដើររកកូនអញ្ចឹងរកូនអញនៅឯណារមិនឃើញសោះទ្រព្យសម្បត្តិអញស្លាប់ទៅនៅលើដៃកូនទាំងអស់ដល់ទៅរមិនឃើញទៅដល់ក្រុងរាជក្រឹសទៅបង្ហាញខ្លួនឲ្យស្ដេចអាចិតសត្រូវឃើញអាចិតត្រូវសួរថាណែឯងជាអ្នកបួសហ៎ថាអត់ទេខ្ញុំជាប្រែតហើយប្រែតហ្នឹងជាស្អីទៅថាប្រែតហ្នឹងពីមុនមនុស្សដូចតាគេអញ្ចឹងប៉ុន្តែខ្ញុំវាមិនជឿបុណ្យមិនជឿបាបបានមកកើតជាប្រែតហើយខ្ញុំដើររកកូនខ្ញុំអត់ចំណីអាហារទ្រព្យសម្បត្តិខ្ញុំនៅលើដៃកូនទាំងអស់ខ្ញុំទៅរកកូនក្រែងលោកបានមួយម៉ាត់ហើយចុះកូននៅឯណាគេលែងនៅស្រុកនឹងហើយគេរូបផ្ទះបាត់អស់ហើយទៅដើររកគេឮថាទៅនៅស្រុកអន្តកវិន្ទនគរអញ្ចឹងលោកទៅរកគេចោះរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់ខ្ញុំម្ដងទៀតប្រែតនោះបាត់សមោលពីនឹងទៅដើររកកូនរកពីភូមិមួយទៅភូមិមួយមិនឃើញសោះបែកគំនិតដើររកតាមវត្តមិនឃើញទៀតបែកគំនិតដើររកតាមរោងបុណ្យស្រាប់តែរយូរខែឃើញរោងបុណ្យមួយធំអញ្ចឹងស្រាប់តែឃើញកូនខ្លួនឯងកូនអញតើអូផ្ទះកូនអញធំណាស់កូនអញធ្វើបុណ្យអូយមនុស្សមកច្រើនណាស់ក៏ក្រឹកក្រែងអណាស់បានកូនធ្វើបុណ្យឲ្យខ្មោចម្ដាយខ្មោចឪពុកត្រេកអរយកតែមែនតែនដល់ទីបំផុតចប់បុណ្យទៅខ្មោចឪពុកយំដដែលអង្គុយយំតែបើក្បាលជាគង់រៀបរាប់ពីការកំសត់ហើយអាម៉េចបានជាយំកូនគេដូរសាសនាបាត់ហើយកូនគេដូរលទ្ធិហើយគេដូរទស្សនៈគេដូរជំនឿហើយគេធ្វើបុណ្យនោះគេធ្វើបុណ្យមែនប៉ុន្តែគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេទេគេជុលកែវគេជុលអីហ្នឹងមិនដឹងអស់ប្រមាណកតិនទេប៉ុន្តែខ្មោចឪពុកម្ដាយគ្មានបានអីមួយម៉ាត់ព្រោះគេមិនបានចូលមកឧទ្ទិសវេដាបាំងស្គលអីទេម្ល៉េះហើយខ្មោចឪពុកអត់អាដែលញោមមើលឃើញដែរលំបាកទៅវិញទៅទេទៅទាំងពោះទៅទេបាននឹកឃើញដល់អាចិតសត្រូវផ្ដាំក៏បានទៅប្រាប់អាចិតសត្រូវក៏ធ្វើបុណ្យឧទ្ទិសឲ្យទៅហើយបានឧទ្ទិសឲ្យទៅបានហៅប្រែតអនាថាទាំងឡាយមកទទួលបុណ្យប្រែតនេះបានរួចពីកំណើតប្រែតមកកើតជាមនុស្សទេវតាដោយសារណាថាដោយសារអ្នកដតីគេធ្វើឲ្យទេចុះកូនខ្លួនឯងយ៉ាងម៉េចដែរនឹងហើយបើសង្ឃឹមកូនពោះទៅទេមកពីអីនឹងហើយធរអាមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាខ្លួនឯងមិនស្វែងស្ដាប់ធម៌ទេសនាធ្វើបន់អស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចម៉ែឪនៅតែអត់ទទួលបានឆ្ងាញ់តែមាត់អ្នកនៅរស់ចឹងញោមប្រយ័ត្នណាញោមណាធ្វើបន់កុំឲ្យឆ្ងាញ់តែមាត់អ្នកនៅរស់អញ្ចឹងធ្វើម៉េចទី1ចូលប្រគេនផ្ទាល់ទី2ឧទ្ទិសខ្លួនឯងទី3អ្នកស្លាប់នោះទទួលអនុមោទនាបានហើយបើយើងមិនបានចូលឧទ្ទិសចូលប្រគេនផ្ទាល់ទេអាឡ័យទៅជប់លៀងតែគ្នាឯងអាហ្នឹងហើយឆ្ងាញ់តែមាត់អ្នកនៅរស់នោះហើយបេះដូងប៉ុននៅប្រវែងហ្នឹងសោះប្រហែល5នាទីឬ10នាទីកុំឲ្យខានកន្លែងហ្នឹងបានលើកឡើងថាម្ដាយឪពុកខិតខំប្រឹងព្រោះកូនរហូតមកដល់ពេលនេះញាតិញោមតម្រាំយើងរស់រៀនមានជីវិតគាត់តស៊ូលំបាកណាស់ឥឡូវញោមថាអត់ជាពាក់បំណុលគេទេអាត្មាសូមសួរញោមម៉ាត់ញោមមកតាំងពីកើតមកទល់ប្រប៉ុណ្ណេះស្លៀកពាក់ខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់ទាំងអាធ្វើឲ្យលហែកទាំងអាធ្វើឲ្យឆ្អេះសូមជួយឆ្លើយឲ្យអាត្មាកុំឲ្យហត់ពេកបើឆ្លើយត្រូវជូនពិន្ទុ2លានញោមអស់ប្រមាណកាផ្លេម្នាក់អត់ដឹងទេចុះបើញោមជាពាក់លុយគេ10000ញោមសងប្រមាណរួចសង10000រួចជាពាក់20000សង20000រួចចុះបើជាពាក់គេអត់ដឹងសងប្រមាណសងអត់ដឹងហើយសងប្រមាណរួចទៅបើមិនដឹងហើយបើអញ្ចឹងយើងជាពាក់សម្លៀកបំពាក់ម៉ែឪក្នុងបាលីហៅថាជំពាក់ជ័យវរៈបច្ច័យហើយមួយទៀតញោមចុះញោមតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់គិតជាងក៏អស់ប្រមាណកំប៉ុងហើយសូមឆ្លើយអត់ដឹងទៀតបើអត់ដឹងកាន់តែដូចអាត្មាក៏អត់ដឹងដែរបើដូច្នេះមិនដឹងអស់បាយម៉ែប្រមាណកំប៉ុងឯងតម្រាំធំកាលម៉ែឲ្យលុយយើងចាំយើងគាត់អត់ទាពីយើងវិញទេប៉ុន្តែឥឡូវនេះបើឲ្យម៉ែខ្ចីតាមទាណាញោមណាម៉ែមិនដែលប្តឹងកូនពីរឿងទាដីទេប៉ុន្តែកូនហ៊ានប្តឹងម៉ែទាដីឥឡូវណាបើដូច្នេះហើយពិបាកណាស់ជាពាក់ម៉ែឪជាពាក់បាយមួយមុខនោះសងមិនរួចផងហោះឥឡូវទី3ញោមហើយអាចជាពាក់ទី2នេះគេហៅថាយើងជាពាក់ចង្ហាន់បណ្ឌបាតម៉ែឯទី3តើញោម
ដេកកទេលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហើយតាំងអាធ្វើឲ្យឆ្អេះអស់ប្រមាណកាផ្លេម្នាក់ហើយសូមជួយឆ្លើយ10កាផ្លេហ៎អត់ដឹងទេបើអត់ដឹងទេដូចអាត្មាដែរអាត្មាក៏អត់ដឹងដែរហើយពីក្មេងរឹកធំណាស់បើថាឈឺបត់ដៃបត់ជើងល្មមមិនខ្ចីប្រាប់ណាដាក់អាកទេលនឹងត្មងដល់ព្រឹកឡើងគេលៀងហាលព្រាតខោអាវគេថ្មីសោះលើក3ពោលេងបន្តិចបាញ់ជ្រោចដាក់ផ្លែតអញ្ចឹងអាត្មាក៏ធ្វើឲ្យប្រឡាក់ប្រឡោះកទេលខ្នើយភួយមុងម៉ែជាពាក់ម៉ែមិនដឹងប្រមាណទេក្នុងបាលីគេហៅតែជាពាក់សេនាសនៈបច្ច័យម៉ែឪឯមួយទៀតញោមនិយាយឲ្យត្រង់តាំងពីកើតមកលេបថ្នាំម៉ែអស់ប្រមាណគ្រាប់ទឹកកកអស់ប្រមាណកែវក្រែមកៃអស់ប្រមាណដុំសុំជួយឆ្លើយអត់ដឹងទៀតហើយអត់ដែលឈឺទេដឹងហ៎ដែលឈឺដែរធ្លាប់លេបថ្នាំម៉ែដែរបើអញ្ចឹងជាពាក់ម៉ែមួយទៀតគឺជាពាក់គីលានភេសជ្ជៈអញ្ចឹងយើងជាពាក់4មុខអាគ្រឿងស្លៀកពាក់ចៃវរៈអាគ្រឿងហូបចុកបណ្ឌបាតហើយអាគ្រឿងដេកនៅសេនាសនៈហើយអាគ្រឿងថ្នាំនេះគីលានភេសជ្ជៈអញ្ចឹងអា4ហ្នឹងគេហៅអីគេហៅបច្ច័យ4យើងជាពាក់បច្ច័យ4ម៉ែឪចឹងហើយបានជាពេលគេសងគុណម៉ែឪគេត្រូវធ្វើបច្ច័យ4សងគុណម៉ែឪប្រគុណម្ចាស់ជាអ្នកដឹកនាំធ្វើបច្ច័យ4សងគុណម៉ែឪទាំងអ្នករស់ទាំងអ្នកស្លាប់ពិខុបោតបាតសម័យព្រះម៉ែឪឪពុកបងលោកកើតទៅជាប្រែតទាំងអស់រួចពីកំណើតប្រែតបានសម្បត្តិទឹកជាទេវតាដោយសារលោកបោតបាតមួយអង្គនឹងអ្នកដឹកនាំធ្វើបុណ្យបានទៅដល់ឪពុកដល់ម្ដាយដល់បងណាញោមណាឃើញណាវាមានគំរូអញ្ចឹងព្រះសិរីបុត្រម្ដាយពីជាតិមុនទៅកើតជាប្រែតអត់ចំណីអាហារបង្ហាញខ្លួនសមព្រះសិរីបុត្រធ្វើទៅម្ដាយនោះបានទទួលផលបុណ្យសោយសម្បត្តិទឹកជាទេវតាទៅឃើញណាចឹងយើងជាពាក់បច្ច័យ4ម៉ែបើគាត់នៅរស់បច្ច័យ4សងគាត់ហើយបើគាត់ស្លាប់ទៅឧទ្ទិសបច្ច័យ4ទៅឲ្យគាត់ទៀតវាមានគំរូមកអញ្ចឹងហើយឥឡូវច្រើនពេករាប់មិនអស់ដល់តែ4សុំសួរតែមួយមុខឯងងូតទឹកតើម៉ែងូតទឹកឲ្យយើងប្រមាណដងម្នាក់ដោះក្អែលឲ្យប្រមាណដងម្នាក់រួចដោះកន្លែងណាខ្លះសុំឆ្លើយអត់ដឹងទេណាប៉ុន្តែអាត្មាដឹងថាម៉ែឪដោះគ្រប់កន្លែងទាំងអស់តាណាក៏គេស្គាល់ហើយគេឃើញអស់អាលីងហើយស្គាល់អស់បាត់ហើយបើអញ្ចឹងចុះបើសិនជាគាត់ងូតទឹកដោះក្អែលឲ្យយើងបាន2000ដងហើយយើងដោះក្អែលឲ្យគាត់បាន2000ដងស្មើគ្នាហើយនៅតលយូបានស្មើអញ្ចឹងហើយបានជាបុណ្យចម្រើនបជនសងគុណគាត់គេត្រូវដាក់បោះស្បុកស្រោចទឹកមួយទៀតព្រោះគាត់នៅងូតទឹកឲ្យយើងរាប់មិនឈ្នះឥឡូវយើងងូតទឹកឲ្យគាត់ម្ដងនេះគេហៅថាបកាសនៈកតញ្ញូដាក់មីក្រូប្រកាសឲ្យទេវតាដឹងថាគេសងអាថ្លៃងូតទឹកនឹងមកគេសងហើយអញ្ចឹងហើយគេសុំខមាទោសគាត់អត់ទោសឲ្យយើងជូនបាយទឹកនំចំណីសុំខមាទោសគាត់អត់ទោសឲ្យយើងទៅយើងរួចកម្មពីអីខ្លះកាលពីមុនម៉ែឪស្ដីនិយាយជេរថាយើងធ្វើមុខកញ្ញើដាក់គាត់តែមិនសុំទោសគាត់កើតឡើងមុខកញ្ញើមុខកញ្ញើខ្មៅកញ្ញេះដូចភ្លើងឆេះគល់តយឹងអញ្ចឹងហើយចេះតែបន្ទោសម៉ែមិនដឹងជាស្អីទេកើតកូនអាបងស្អាតបកើតឯងមកមុខអាក្រក់អានឹងឲ្យកម្មពីឯងធ្វើមុខកញ្ញើជាងគេដាក់ម៉ែឪអត់បានសុំទោសសបកលេកលាទេហើយនៅតែកែអត់បាននៅតែកញ្ញើខុសគេអ្នកខ្លះទៀតម៉ែឪស្ដីនិយាយជេរថាសម្លក់សម្លឹងម៉ែឲ្យថ្មែកូនអើយសាលារៀនចេញតាំងពីម៉ោង5ហើយឥឡូវម៉ោង8ហើយមិនបានកូនឯងទៅចូលផ្ទះចឹងម៉ែវាភ័យខ្លាចកូនឯងគ្រោះថ្នាក់ចេះមួយចុះមួយនឹងនិយាយស្អីទេចូលផ្ទះពេលណាទេសនាពេលហ្នឹងស្អប់ខឹងហើយលែងចង់ចូលផ្ទះសម្លក់ឲ្យថ្មែហើយអត់បានសុំទោសគាត់កម្មពីអាសម្លក់ហ្នឹងជាប់មកភ្នែកសលេវកើតឡើងមកសបុកគេអត់សលេវតែឯងដើរទៅកាត់មើលទៅជើងដើរទៅត្បូងមើលទៅលិចបាញ់មន់ងាប់ទាដកដើមទ្របងាប់កូនម្ទេសអង្គុយតុកជាមួយគេឃើញសម្លឹងមើលមីដល់ទៅដួសស៊ីកាទៀវជាងការឈរតាមផ្លូវបោយដាក់ឲ្យធុកភ្នែកមើលម៉ូតូមកឲ្យទាំងពីរបកែកគ្នាគេហៅខ្ញុំហ៎គេហៅខ្ញុំទៅភ្នែកមើលមកខ្ញុំហ៎ដៃបោកមកខ្ញុំឆ្លោះគ្នាពេញនោះដែរហើយមកពីអីយើងអត់តន់សុំទោសគាត់ជួនកាលប្រើម៉ែប្រើឪឲ្យមើលកូនមើលចៅឲ្យទៀតអូអានឹងមកជន់ទៀតប៉ុន្តែស្រុកនេះក្រនបើអត់មានពីណាប្រើម៉ែប្រើឪទេបើនៅខាងអាត្មាយ៉ាប់ម៉ែឪជាប់កូននៅខាងនេះអត់មានពីណាយកកូនមកផ្ញើយាយមកផ្ញើតាទេអញ្ចឹងស្រួលហើយរួចខ្លួនមានដែរដូចមិនជឿមានឯណាបើយាយតាមកណែនរូងគេចំណាំស្រុកដែលមានម៉ែឪគេផ្ញើកូនអត់មានយាយតាច្រើនអញ្ចឹងឯងមកចូលបន់ប្រញាប់ទៅផ្ទះវិញហេហូបបាយសិនហេហូបមិនកើតទេចៅយំឥឡូវហើយ
ហូបបបសិនរៀងកើតទៅច្រកមកថងមកយកទៅទៅមកអ្នកខ្លះថាហេស្ដាប់លោកទេសសិនឯងទេសស្អីចៅដល់12យំមកហើយខ្ចីកង់គេមកផ្លែតទេនេះបើចឹងដែរចូលបនភ្លាមលោកអើយមិនបាននៅទេទៅប្រញាប់ចៅយំអញ្ចឹងចូលហើយទៅអស់លោកមកទេសនៅ10នាក់5នាក់ព្រោះគេប្រញាប់មើលចៅបើដល់ឃើញក្នុងរោងនេះនៅច្រើនអញ្ចឹងបានអាត្មាថាគ្មានពីណាមើលចៅអញ្ចឹងមានដែរចប់បាត់ហើយគេថាចាស់ស្រុកចិនគេឲ្យទៅអង្គុយផឹកតែចាស់ស្រុកបារាំងគេឲ្យទៅដើរលំហែឲ្យចាស់ស្រុកខ្មែរគេឲ្យមើលចៅសងៃហ្នឹងវាជាប់អភិរកិច្ចមើលចៅប៉ុន្តែយើងកិច្ចមិនរួចទេណាញោមរស់នៅក្នុងសង្គមជាមួយគ្នាវាត្រូវតែជួយមើលអញ្ចឹងហើយណាញោមពីព្រោះថាបើកូនទៅធ្វើការបានលុយបានកាក់មកសម្រាប់មើលម៉ែទៅពេទ្យទៅអីដែរហើយបើកូនទៅធ្វើការបានពីណាមើលចៅតលម៉ែជួយមើលស្រូវទុំក្រហមកញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែណាអ្នកច្រូតបើអញ្ចឹងតលម៉ែជួយអញ្ចឹងវាជួយគ្នាទៅវិញទៅមកអត់អីទេក៏ប៉ុន្តែបើសិនជាម៉ែស្ម័គ្រចិត្តជួយមើលយើងដោយស្ម័គ្រចិត្តយើងអត់ប្រើគាត់ទេគាត់ស្ម័គ្រចិត្តអានឹងយើងអត់បាបទេក៏ប៉ុន្តែបើសិនជាគាត់មិនស្ម័គ្រចិត្តទេកំពុងតែត្អូញឈឺអញចាស់វាគួរតែមកច្បាច់ដៃច្បាច់ជើងឲ្យអញកូន4 5 4 10គ្មានអាណាមកចិត្តអាស្រូវក៏អស់អាអង្ករក៏អស់អាទឹកក្នុងពាងក៏អស់ឯងនេះវាចាស់ហើយអាយុច្រើនទៀតមានអាក្រឆ្លៀតអត់លុយទៀតតាំងពីឈឺមកអត់ស្រួលខ្លួនដល់រហូតមិនឃើញកូនណាមកអាងឲ្យកោះខ្យល់ឲ្យបន្តិចវាមិនឃើញមកសោះអាទឹកក៏អស់ទៀតឲ្យកូនមកឲ្យកោះខ្យល់ឲ្យបន្តិចអូមកស្រាប់តែមកមិនតាន់បានប្រើកោះខ្យល់ផងដឹកមក2ម៉ែអើយផ្ញើអូនផងល្ងាចខ្ញុំមកយកវិញចប់ហើយហូត2000ជូនម៉ែអូណាស់ម៉ែអើយខ្ញុំអរគុណទេល្ងាចខ្ញុំមកយកវិញទៅបាត់ហើយអញមិនតាន់ប្រើផងទៅបាត់ស្រាប់តែល្ងាចមកឲ្យណាតាន់ញោមក្រែមកៃមើងមកអស់1000អាក្រែមកៃឃើញតែកូនក្មេងអត់ទៅណាឆ្ងាយវិលអស់1000ហើយស្រាប់តែល្ងាចបន្តិចថ្ងៃបន្តិចអានេះនំណាមកទៀតអស់1000ទៀតមកល្ងាចទៀតអាស្គរក្របណា1000លើក្រោយចេញលុយម៉ែទៅហ្មងដល់ពេលទៅល្ងាចមកគេមកយកកូនគេមិនស្រួលគេឌឺទៀតហែងនេះនៅផ្ទះខ្ជិលណាស់អត់ងូតទឹកទេមើលនេះមើលខ្លួនសិតតែប្រែតខ្លួនដូចប្រែតមើលខ្លួនដូចប្រែតចេះងូតទឹកទេហែងនេះម៉ែនោះអូចពោះគ្មានថាឲ្យអាណាទេថាឲ្យអញអត់ងូតទឹកឲ្យកូនគេនឹងហ្មងអញ្ចឹងអូចក្នុងពោះទៀតហើយអញអត់បានងូតទឹកឲ្យកូនគេហើយមានកូនខ្លះនៅផ្ទះជាមួយគ្នាគេឌឺដាក់គ្នាហែងនេះអត់គិតដាំបាយទេហែងនេះនៅផ្ទះអត់ខ្ជិលណាស់អត់គិតដាំបាយទេម៉ែថាងាប់ហើយគេថាអញអត់ដាំបាយមានតែកូនប៉ុណ្ណឹងវាចេះដាំឲ្យវាគេថាអញនឹងមកពីអញមិនចេះដាំបាយដល់អញ្ចឹងជួនកាលពិបាកគាត់ថែមទៀតអញ្ចឹងសរុបដោយខ្លីមកវិញបើសិនជាគាត់មិនស្ម័គ្រចិត្តទេយើងទៅប្រើគាត់បន្ថែមមានន័យថាយើងជាពាក់មួយជាន់ទៀតហើយគ្រាន់តែរាប់តែខ្លួនយើងមិញនេះជាពាក់សងមិនទាន់រួចផងឥឡូវថែមចៅទៀតកាលពីជាពាក់ត្រឹមខ្លួនឯងត្រឹមតែរាប់តៅដល់ថែមដល់ចៅវាឡើងរាប់ថាំងបើដូច្នេះហើយតលទៅរើសពេលវេលាធ្វើបន់ឲ្យហើយតនគាត់នៅរស់អញ្ចឹងសុំខមាទោសគាត់ឲ្យហើយនិយាយអញ្ចឹងអាចារ្យគេហ្នឹងគេដឹកនាំសុំខមាទោសឲ្យអត់ញោមកុំអាចារ្យលឺសឹបអាចារ្យនោះមានដឹកនាំសុំខមាទោសដែរអត់ញោមដឹកដែរសុំដែរអូបើអាចារ្យដឹកនាំអញ្ចឹងល្អហ่าញោមពីព្រោះធ្វើបុណ្យកតញ្ញូល្អបំផុតនៅសុំខមាទោសហ្នឹងហើយបើសិនជាអាត្មាធ្វើបុណ្យកតញ្ញូអីក៏អាត្មាចង់រកអាចារ្យចង់ដែរឧបមាថាបើអាត្មាធ្វើបុណ្យចម្រើនបជនឲ្យម៉ែក្មេកអីណាក៏ចង់រកអាចារ្យចង់ដែរអត់ទេអានេះវាអត់មានទេគ្រាន់តែឧបមាទេគ្រាន់តែឧបមាអាត្មាអត់មានម៉ែក្មេកទេគ្រាន់តែឧបមាថាបើសិនជាអាត្មាធ្វើចម្រើនបជនជូនយាយក្មេកអីចឹងណាញោមក៏ចង់បានអាចារ្យចង់ដែរព្រោះចេះដឹកនាំសុំខមាទោសហើយអាមិនបានជាសុំខមាទោសឲ្យយើងតាំងពីប្រើម៉ែតាំងពីប្រើឪតាំងពីទុកវិជវចដាក់គាត់អត់បានសុំទោសគាត់ខ្លាចកើតជាខ្ញុំបង្រើគេរាប់លានសែនឆ្នាំមកញោមអញ្ចឹងបើសុំខមាទោសគាត់អត់ទោសឲ្យយើងលែងមានកម្មពៀហើយដល់លែងមានកម្មពៀហើយគាត់ជូនពរទៀតឲ្យកូនរស់ស៊ីមានបានសុខសប្បាយអូយតែប៉ុណ្ណេះពរចេញពីពាក្យព្រះគឺសុខសប្បាយកូននឹងរស់ស៊ីមានបានមែនហើយណាញោមណាពាក្យម៉ែពាក្យឪទៅជូនពរកូនរស់ស៊ីមានបានឯម៉ែឪខ្លះរំភើបពេលនឹងរំភើបខ្លាំងមែនតែនរហូតដល់យំញោមទឹកភ្នែកអាត្មាដើរបនមករយៈនឹងនិយាយខ្លះយំអាចារ្យគេឲ្យជូនពរកូនតិចឲ្យកូនពររស់ស៊ីមានបាននិយាយចេញតាវាម្ដងហើយទៅតាវានោះឲ្យកូនរស់ស៊ីឲ្យមានបានម៉ែឪសប្បាយបានកូនធ្វើអញ្ចឹងអាត្មានេះក្តុកក្ដួលអួលដើមកតាមគេហើយមានយាយម្នាក់នោះអង្គុយយំទឹកភ្នែកប្រព្រឹត្តគេដែរអាត្មាថារួចតែមិននោះត្រូវជាបងប្អូននៃញាតិដែរអត់ទេហើយមិនបានយំវាសំណោះខ្លួនឯង
កូនគេធ្វើអញ្ចឹងឲ្យកូនខ្ញុំមកកើតមកចិត្តងាប់ទៅវិញមិនដែលមានកូនណាធ្វើឲ្យទេឯងធ្វើបន់ម្ដងមកយាមហៅវាចូលប្រគេននេះវាមិនចូលមកចិត្តទេវាពិបាកណាស់ដូចអូសគល់ឈើអញ្ចឹងហើយឃើញកូនគេតែស្រាក់តែស្រាំអញ្ចឹងវាសំណោះខ្លួនបន្តិចទៀតងាប់ទៅវិញហើយមិនដែលឃើញកូនណាមកធ្វើអញ្ចឹងដូចគេម្ដងយំគេដែរអញ្ចឹងណាខ្ញុំមើលឥឡូវកូនគេថ្ងៃនេះគេដឹកនាំគ្នាធ្វើល្អហើយគេសុំខមាទោសហើយបើមានកម្មបើមានពៀម៉ែឪអត់ទោសឲ្យរួចកម្មពៀហើយណាញោមហើយចោះចំណែកញោមដតីប្រើម៉ែប្រើឪដែរនោះមិនដែរឬពេលវេលាហើយតនគាត់នៅរស់ញោមណាកុំពជាអត់បានទេតែពជាចាំឆ្នាំក្រោយស្រាប់តែគាត់ដួលព្រោះបានតែយំរុនជើងម៉ែអើយអត់ទោសឲ្យកូនអើយអត់ទោសឲ្យកូនគាត់អត់ស្ដីរកយើងឯនៅធ្វើស្ញីអញ្ចឹងអាចារ្យទៅ10កណាត់លើកដាក់មកឈូសភ្លើចអត់ស្ដីរកយើងទេអញ្ចឹងតនគាត់នៅរស់ធ្វើបុណ្យនេះហើយដូចពេលនឹងអញ្ចឹងល្អហើយអាតនឹងស្រោចទឹកសុំខមាទោសគេហៅថាជីវិតមហកិច្ចជីវិតមហកម្មជប់លៀងជីវិតគាត់ឲ្យគាត់បានអាយុវែងគាត់ត្រេកអរដោយកើតម្ដងទៀតអាយុឡើងវែងនិមន្តប្រសង់មកចម្រើនព្រះបរិត្តឲ្យគាត់ស្ដាប់គាត់คลายទៅជាឧបាសកឧបាសិកាជាកូនព្រះអមនុស្សខ្មោចព្រាយណាចងពៀនឹងគាត់គេដូរចិត្តលែងចងពៀឲ្យគាត់បានអាយុវែងគេហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មហើយចំណែកគេធ្វើចង្ហាន់ឲ្យយាយតាពិសាប្រគេនដល់ប្រសង់ឆាន់ឲ្យជីវិតគេរស់គេហៅថាអនុបទានកិច្ចអនុបទានកម្មជួយគេឲ្យរស់គេជួយយើងឲ្យរស់តទៅទៀតដែរដូចជាពេលយើងឃើញគេលងទឹកឃើញគេខ្យល់កឃើញខ្យល់ចាប់យើងជួយគេឲ្យរស់ពេលយើងមានភ័យអាសន្នចេះតែមានគេជួយយើងឲ្យរស់តទៅទៀតដែរណាញោមណានេះចម្រើនបជនហើយដើរពឹសស្ដានិមន្តប្រសង់ចម្រើនណែសូត្រអភិធម្មឲ្យម្ដាយឪពុកស្ដាប់យកលំនាំតាមពុទ្ធព្រះអង្គសងគុណប្រមេត្តាព្រះអង្គទៅសម្ដែងអភិធម្មឲ្យប្រមេត្តាស្ដាប់នៅឋានសួគ៌ឯណោយកវិន័យទៅដាក់ក៏មិនសមយកប្រសូតទៅដាក់មិនសមព្រះអង្គសម្ដែងពឹសស្ដាអភិធម្មនឹងឲ្យម៉ែស្ដាប់ឲ្យប្រមេត្តាស្ដាប់អញ្ចឹងកូនចៅចង់សងគុណម៉ែឪត្រូវសម្ដែងអភិធម្មឲ្យម៉ែឪស្ដាប់ដែរដល់អត់ចេះសម្ដែងបាននិមន្តប្រសង់មកសូត្រឲ្យម៉ែឪស្ដាប់ចឹងម៉ែឪអើយស្ដាប់ទៅនរណាស្ដាប់ទៅបានបនច្រើនណាស់គ្រាន់តែឈានជើងពីផ្ទះមកមិនហ៊ានបានមកអនន់ណាញោមណាហើយជីកង់វិលមកជុំក៏មកអនន់ដែរអញ្ចឹងយើងដើរពឹសស្ដាយកលំនាំតាមព្រះអង្គទៅប្រោសប្រមេត្តាឯឆាកទុកឲ្យអាចារ្យបញ្យលទៀតចោះកូនចៅមានធម៌កតញ្ញូធ្វើបុណ្យមកប៉ុណ្ណេះហ្នឹងគឺថាបានសុខសប្បាយហើយគ្រួសារហ្នឹងគេហៅថាកើតសុភមង្គលហើយមានកូនក៏កូនល្អប្រកបដោយកលងធម៌រកទទួលទានក៏មានបានទេវតាតាមស្រឡាញ់តាមថែអាសាជានិច្ចជានិរន្តរ៍ឯញោមប្រុសដែលគេធ្វើចម្រើនបជនជូនក៏បានបជនវែងអាយុវែងសុខភាពល្អជាមលុបដល់កូនចៅប្រគុណម្ចាស់គ្រប់ព្រះអង្គក៏បានបុណ្យកុសលនឹងទ្រទ្រង់ឲ្យបានសុខភាពល្អបជនវែងអ្នកមកចូលចាប់មគ្គផលបានស្ដាប់ធម៌ជ្រះថ្លាក្នុងចិត្តណាដូច្នេះនឹងបានបុណ្យបានអានិសង្សតាមការប្រាថ្នារៀងខ្លួនរីឯបុព្វការីជនមេត្តាបិតាដែលបាក់បែកចែកឋានទៅលោកខាងមុខហើយក៏សូមឧទ្ទិសកុសលផលបុណ្យនេះទៅផងដែរមានប្រសពរាជមានលោកគ្រូប្រសពច័ន្ទលោកគ្រូប្រសពថៃលោកគ្រូប្រសពមុំលោកគ្រូប្រសពសនលោកគ្រូប្រសពអិនលោកគ្រូប្រសពយោលោកគ្រូប្រសពកិនលោកគ្រូប្រសពឌៀបលោកយាយកិនលោកយាយលោកតាលោកយាយកិនលោកយាយលោកតាអ៊ូនលោកយាយយីនលោកតាអិនលោកយាយអ៊ុនលោកតាគង់លោកយាយលូតលោកតាអ៊ូលោកយាយធួនលោកតាអឹមលោករត់តុបបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យបានបុណ្យនឹងមួយជាន់ទៀតឧទ្ទិសជូនមេត្តាបិតាយើងដែរធម្មទេសនាមយៈនណាចេះធរអាក៏បញ្យលធរអាចៅអើយធ្វើអញ្ចេះក្មួយអើយធ្វើអញ្ចោះបានបុណ្យយើងនឹងមកបែបមកទៀតឧទ្ទិសជូនមេត្តាបិតាទៀតធម្មសវនមយៈនិមន្តលោកសម្ដែងពធទេសនាហើយយើងអង្គុយស្ដាប់ដល់ស្ដាប់ទៅបានបុណ្យកុសលដល់យើងឧទ្ទិសបុណ្យនឹងទៅទៀតបាត់តិទាននៅមយៈយើងធ្វើបុណ្យធ្វើទានហើយបានបុណ្យទៅខ្លួនយើងបានយើងឧទ្ទិសបុណ្យនឹងផ្ញើទៅឲ្យម៉ែឪទៀតបានបុណ្យមកយើងមកជាន់ទៀតព្រោះយើងជូនបុណ្យទៅអ្នកស្លាប់បាតានមោទនាមយៈបើគេជូនបុណ្យយើងថាអនុមោទនាលោកយើងនាំគ្នាសាធុទទួលយកបានបុណ្យណាគេជូននឹងថែមមកទៀតតិដ្ឋុជុកម្មៈធ្វើខ្លួនធ្វើតិដ្ឋិឲ្យត្រូវឲ្យត្រង់ថាបើយើងលុបភ្លើងគឺយើងអ្នកក្តៅគ្មានព្រះណាក្តៅជំនួសយើងទេបើយើងធ្វើអំពើបាបយើងអ្នកទទួលទុកអ្នកទទួលកម្មត្រូវជាប់គុកអត់មានព្រះណាមកចូលគុកជំនួសយើងទេដូច្នេះអ្នកណាធ្វើគឺអ្នកនឹងទទួលគ្រាន់តែតម្រង់ទឹកថេឲ្យត្រូវត្រង់ប៉ុណ្ណេះបានបុណ្យមួយទៀតសរុបទៅម្ចាស់បុណ្យធ្វើបុណ្យដល់តែ10របៀបនោះអាអស់លុយក៏មានអាអត់អស់លុយក៏មាន
ងើបទទួលភ្ញៀវសមាទានសាលសូនធោះអីគ្មានអស់អីមករៀលទេប៉ុន្តែបានបនដែរណាញោមណាអញ្ចឹងបនទាំងអស់ហ្នឹងឧទ្ទិសជូនមេត្តាបិតាគេថាអញ្ចឹងការធ្វើបន់ជូនមេត្តាបិតានេះពីដើមដំបូងឡើយពីព្រះអង្គត្រាស់ដឹងឡើងមកមនុស្សអត់តន់សូវដឹងចេះធ្វើទេអ្នកខ្លះទៅក៏រាប់អានព្រលឹងដូនតាទៅសំណែនសែនព្រានទៅអ្នកខ្លះក៏គោរពជឿអញ្ចេះអញ្ចោះតាមប្រពៃណីវប្បធម៌ផ្ទាល់ខ្លួនទៅពេលនោះឯងមានបរិសម្នាក់ដែលមានសម្ដែងនៅក្នុងសកិលកៈសូត្រឬក៏ក្នុងហៅថាសិកិលោវេទសូត្រហ្នឹងញោមឲ្យឪពុកដឹកផ្ដាំកូនថាកូនឲ្យឪពុករស់នៅមិនបានយូរទេមុខតែចាស់ហើយបើអញ្ចឹងកូនឯងនៅរស់រៀនមានជីវិតនៅកូនឯងថ្វាយអង្គមទិសទាំង6ណាកូនបាទពុកមិនអីទេចាំកូនថ្វាយអង្គមទិសទាំង6មិនយូរប្រហែលឪពុកនឹងក៏ស្លាប់ទៅហើយដល់តែស្លាប់ទៅកូននឹងគេគោរពតាមឪគេថ្វាយអង្គមទិសទាំង6នឹងមែនញោមដែលលឺអ្នកស្រុកអ្នកភូមិពីដើមចាស់គាត់ជេរក្មេងថាអាមិនដឹងទិសទេញោមអាមិនដឹងទិសមិនដឹងតំបន់ក្មេងនេះមកពីណាមកគ្មានដឹងទិសគ្មានដឹងតំបន់អីសោះអញ្ចឹងអាមិនដឹងទិសមិនដឹងតំបន់នឹងញោមធ្លាប់ឮគេជេរអញ្ចឹងឯអត់បើញោមមិនឮទេចាញ់អាត្មាធ្លាប់ឮហើយឥឡូវប្រយ័ត្នទៅគេជេរអាមិនដឹងទិសនៅតែមិនដឹងទៀតវើហើយក្មេងនេះបានតែពុកស្លាប់ទៅចេញទៅក្រៅភូមិថ្វាយអង្គមមែនហ្មងពីលិចពីកើតពីជើងពីត្បូងពីលើពីក្រោមមកគ្រប់ទាំង6ទិសថ្វាយអង្គមរាល់ព្រឹកត្រង់ថាខ្មោចឪពុកអត់អីហូបអត់ដឹងទេអត់គិតអត់ខ្វល់ទេសំខាន់អញថ្វាយអង្គមទិសពុកអញផ្ដាំឲ្យថ្វាយអង្គមទិសថ្វាយអង្គមតែរហូតនឹងឯងថ្ងៃមួយពពុទ្ធក៏យាងមកដល់ពេលព្រឹកព្រៀងស្វាងព្រះសូរិយាព្រះអង្គក៏សួរថាមនាលមាននប់ណែឯងធ្វើអីមានមុខនឹងសក់ខោអាវទៅទឹកជោកអញ្ចឹងមាននប់នោះឆ្លើយថាខ្ញុំព្រះអង្គរាប់អានពីឪពុកខ្ញុំព្រះអង្គកាលពីគាត់រៀបស្លាប់ទៅគាត់ផ្ដាំឲ្យខ្ញុំព្រះអង្គហ្នឹងថ្វាយអង្គមទិសទាំង6ឥឡូវថ្វាយអង្គមតាមហើយថ្វាយអង្គមហើយបានពពុទ្ធលោកបញ្យលប្រាប់ថាមនាលមាននប់ទិសទាំង6ហ្នឹងមិនមែនអញ្ចឹងទេឪពុកហ្នឹងណាមិនអាចនៅពង្រើកូននៅជាមួយកូនរហូតបានទេឪពុកស្លាប់ទៅក៏ប៉ុន្តែឪពុកផ្ដាំថាបើឲ្យកូននឹងកាន់ធម៌6យ៉ាងបានដូចឪពុកម្ដាយអត់ស្លាប់អញ្ចឹងដូចម៉ែឪនៅជាមួយកូនរហូតនៅមើលនៅថែអាសាកូនរហូតបានព្រះអង្គលើកពីធម៌6ហ្នឹងកុំឲ្យកូនទៅប្រព្រឹត្តខុស6យ៉ាងអបាយមុខទាំង6មានលបែងស្រីលបែងស្រាលបែងពាលាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតនិងសេចក្តីខ្ជិលជាអូ6យ៉ាងនេះបើកូនវាចាអា6យ៉ាងនឹងបានទ្រព្យសម្បត្តិនៅគង់វង្សហើយចេះតែកើនចម្រើនគ្រួសារមានសុភមង្គលដូចខ្មោចម៉ែឪនឹងអត់ស្លាប់ទៅណាទេដូចនៅតែថែរក្សាកូនហើយបើសិនជាកូនប្រព្រឹត្តផ្ទុយពីនឹងទៅលេងលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតនិងខ្ជិលជាអូហើយកូនណោយអាលាយអាលុតអស់ហើយទ្រព្យសម្បត្តិគ្រួសារក៏កើតទំនាស់ទាស់តែងខ្វែងគំនិតឆ្លោះគ្នាធ្លាក់ខ្លួនក្ររហាមអញ្ចឹងបានឪពុកផ្ដាំកូនអញ្ចឹងហើយមួយយ៉ាងទៀតព្រះអង្គលើកពីទោសប្រព្រឹត្តខុសទាំង6នឹងឲ្យស្ដាប់បណ្ណាអាត្មាមិនបានលើកមកទាំងអស់ទេគ្រាន់តែលើកត្រួសខ្លះឧបមាដូចដើរលេងហួសពេលវេលាអញ្ចឹងទៅថាទី1ទៅជន់ដានជើងចោលនាំគេចោតប្រកាន់ទី2ទៅបង្កទំនាស់បង្កចំនួនរួមតាំងពីមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍សពថ្ងៃអ្នកស្លាប់យប់ច្រើនជាងថ្ងៃតែញោមបើតាមសង្កេតមើលគ្រោះថ្នាក់ស្លាប់តាមផ្លូវភាគច្រើនណាយប់នឹងជាងថ្ងៃតែបើថាធ្លាក់ភ្នែកបន្តិចភ្នែកក្រហមបន្តិចហ្នឹងម៉ូតូលេខ100ហើយហ្នឹងវានៅយឺតឡើយទេណាបើតល100ជាងឡើងទៅម៉ាំងប្រើគឺមិនងាយរស់ទេញោមឡានតាមផ្លូវឥឡូវនេះសិតទៅធំឲ្យលឿនណាដូច្នេះទៅជន់ដានជើងចោលក៏មានទៅបង្កទំនាស់ចំនួនគ្នាក៏មានអាចឆ្លោះវាយគ្នាហ្នឹងថ្ងៃក៏អត់សូវដែរសម្បូរទៅយប់ទៀតខ្ញុំមើលកណាដូច្នេះដើរលេងពេលយប់ទៅជន់ពោះជន់ក្អែបខំហ្នឹងក៏មិនសូវថ្ងៃដែរច្រើនទៅយប់ទៅទៀតហើយមានអាចោចាំឆ្លៀតឱកាសតែយើងចេញផុតពីផ្ទះមកលួចទ្រព្យយើងក៏ឆ្លៀតពេលយប់ហ្នឹងទៅទៀតហើយចឹងដើរលេងពេលយប់នឹងទៅជន់ដានជើងចោលទៅជន់មេរោគឡើងផ្ទះទៅបង្កទំនាស់បង្កចំនួនវានាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិ
ប្រពន្ធឯងប្តីឆ្លោះគ្នាប្រច័ណ្ឌគ្នាខឹងគ្នាមកតែពីប្តីដើរលេងយប់ឬប្រពន្ធដើរលេងយប់នឹងដែរបើអញ្ចឹងអាដើរលេងយប់នឹងគ្រោះថ្នាក់ជាងអាថ្ងៃទៅទៀតណាញោមបានព្រះអង្គលើកពីទោសសពបែបយ៉ាងដូចជាការខ្ជិលច្រអូសអញ្ចឹងសម័យបច្ចុប្បន្នស្រុកនេះមិនខ្ជិលទេទ្រពមើលផ្ទះមិនឃើញទេប៉ុន្តែមិនមែនថារិះគន់ជន់ពលិចអីទេគាត់តែចង់រំលឹកដល់កូនខ្មែរសម័យក្រោយផងញោមហើយកុំឲ្យដីចំហពេកខ្យល់បក់អាលំផ្ទះឥឡូវហើយមានស្រុកខ្លះដីវាលឲ្យលវឹងជុំវិញផ្ទះទៅសក្រីមកគុំគ្មានផងម្ទេសម្ដើមគ្មានផងហើយដូច្នេះហើយចាស់ពីដើមគាត់ដាំទ្រុបទ្រុលគាត់របស់របរត្រឹមតែមួយស្លចិញ្ចឹមឆ្នាំងក្នុងក្រុមគ្រួសារមិនបាច់ចាំទៅទិញឯផ្សារទេក្មេងឥឡូវគេថាអូយបុរាណតិចកុំចាស់កម្រិលពេកតែ500តែ1000យកទៅណាមិនអស់គេថាចេះតែ1000យកទៅណាមិនអស់តែ100ហូបមិនអស់ដល់ពេលគេអត់បានដាំពេលគេអត់បានធ្វើខ្លួនឯងទី1គេអត់បានបញ្ចេញញើសអត់បានហាត់ប្រាណគេຕົកដីឲ្យចោលទៅទេដល់តែដីនៅចោលទៅទេហើយអត់បានហាត់ប្រាណអាសម្រាមសម្មេមសម្មុំហ្នឹងក៏វាកើតឡើងច្រើនសុខភាពក៏អត់ល្អអត់បានបញ្ចេញជាតិពុលហើយដល់តែទិញរបស់គេពីផ្សារលុយហ្នឹងក៏អស់អារបស់ហ្នឹងមិនដឹងគេដាក់ជាតិថ្នាំគីមីស្អីខ្លះទៀតយកមកស្រួលស្រួលវាកើតទៅជារោគកើតទៅជាជំងឺវាអស់លុយថែមទៀតញោមមែនទេណាហើយដល់ពេលយើងធ្វើខ្លួនឯងទៅវាទៅជាយើងនឹងបែកញើសចេញជាតិពុលបានហាត់ប្រាណផងបានសម្អាតដីផងបានដើមឈើដោះម្លប់មានបរិស្ថានមានខ្យល់អុកស៊ីសែនល្អផងហើយបានហូបខ្លួនឯងធម្មជាតិសុទ្ធគ្មានគីមីហើយអត់អស់លុយទៅទិញឯផ្សារទៀតចឹងបានលោកបញ្យលប្រាប់ថាអាសេចក្តីខ្ជិលច្រអូសនឹងអាបាយដែលតាមនាំមនុស្សឲ្យវិនាសនាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិព្រះអង្គសម្ដែងចប់សពគ្រប់ទៅបានព្រះអង្គរំលឹកប្រាប់ថាមនាលព្រាហ្មណ៍មនាលមានុបម្យ៉ាងទៀតទិសទាំង6ក្នុងសាសនាតថាគតនឹងគេរាប់អញ្ចែទិសខាងកើតជាទិសមេត្តាបិតាទិសខាងត្បូងជាទិសគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាសាមណៈព្រាហ្មណ៍ទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទាសកម្មករញោមស្ដាប់តនឯអត់ទិសខាងក្រោយទិសអីគេទិសខាងលិចទិសអីគេទិសខាងលិចគឺបុត្រភរិយាទិសខាងត្បូងគឺអីគេទិសខាងត្បូងគឺគ្រូអាចារ្យទិសខាងកើតគឺអីគេគឺមេត្តាបិតាទិសខាងជើងគឺអីគេគឺមិត្តសម្លាញ់ទិសខាងលើគឺសាមណៈព្រាហ្មណ៍ភិក្ខុសាមណែរទិសខាងក្រោមគឺអីគេគឺទាសកម្មករខ្ញុំបង្រើយើងអីហ្នឹងគ្នាតូចតាចទិសទាំង6នេះព្រះអង្គថាគេឲ្យសង្គ្រោះដល់មនុស្ស6ពួកនេះបើថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែទិសឪម៉ែឪនៅរស់កូនចៅត្រូវបំពេញកាតព្វកិច្ចតាមបែបរស់បតោនេសង្ឃប្រេសសាមិគាត់ធ្លាប់ចិញ្ចឹមយើងឥឡូវដល់គាត់ចាស់យើងចាំគាត់វិញហើយបើកិច្ចចាំងនេសង្ឃរេសសាមិបើគាត់មានកិច្ចរវល់ឯណានេះមួយយើងជាកូនចៅផ្អាកសម្រាប់កិច្ចការងារយើងមកជួយកិច្ចការងារគាត់còn là vang sang tập pe sa mỹ pu dương mai âu dương thọp vừa bon son tiên can và pay này chẳng ọt bị cọt tới dương can tam còn mọi cái điều tham ai thay gì ọt bị mai bị âu tới về ọt scol anh chia bọc thùng mía chỉ một tàu trong bọc ảnh môi tiệt tia gia trang và đệ pa chia mỹ prate bắt chỉ nè từ tua vô mò đọ kè co bị mai âu nâng cầm áo thề cho ní bờ mai âu nở rùa còn chạy từ lụa tích lụa ti bằng hân là bao quạt ấy tục chia nụ sa vri khla phong đó mai ư slap bạc bài chạy than tới lục thà tẹt khi năng anh nụ bát tẹt sa mỹ ở dương chỉ con cháu thưa bon tẹt khi năng nụ bát tiên ở từ tại ao chẳng sọp máu từ hàng cao miền này thà bờ mai ư nở rúa dương chầm quạt chun bài tức nôm chầm này trai sạch sport sao ao bài chạy lôi cả bạc cả cụ cho bao nhiêu kênh chất đó là quạt slap tới nòm kia thưa bon ở từ chun quạt nè này nè sao hãy đó là ai ọt đắng không từ thoại cùng men tên như thế này thoại cùng từ hàng cao miền này thà bờ mai nở rúa chầm quạt bờ quạt slap tới ở thưa bon ao ai ọt đắng không mà từ thoại cùng men tên từ khang tháp bông còn chẳng đai riêng miền chấm này che đăng bị kêu na mau hai dương cổ bát để bát lốp đó là lốp sợi cột tay của thưa bón bạc kền lốp bạc kền chun từ lục kêu ở từ khang lách bót rồi có phe đây gì rồi có phát đây rồi có bắp pôn bạc kền nơi rùa sừng kêu tam bẹp rùa bạc kền slap hói thưa bón này kền phong từ khang chương mật
សម្លាញ់របស់យើងបើគ្នានៅរស់ជួយគ្នាសង្គ្រោះតាមបែបរស់ឲ្យបើស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទៅខាងលើសាមណៈព្រាហ្មណ៍យើងស្រឡាញ់រាប់អានភិក្ខុសាមណេរអង្គណាបើលោកនៅរស់ទៅយើងទំនុកបំរុងលោកតាមបែបរស់ឲ្យបើលោកសគត់ទៅឲ្យធ្វើបុណ្យប្រគេនលោកផងឯទៅខាងក្រោមទាសកម្មករក៏ចឹងដែរបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ឲ្យធ្វើបុណ្យឲ្យផងគេថ្វាយអង្គមទិសទាំង6ចេះសោះឯងអត់ដឹងបែរទៅជាថ្វាយអង្គមមែនតែនអញ្ចឹងអ្នកដែលមិនដឹងទិសទាំង6នឹងហើយដែលចាស់ជេរថាមិនដឹងទិសមិនដឹងតំបន់ណោះណាញោមអញ្ចឹងយើងដឹងហើយថ្ងៃនេះកុំឲ្យចាស់ជេរថាមិនដឹងទិសហើយក្មេងណាដែលដឹងអញ្ចឹងទៅគាត់ដឹងថាបើចាស់ជេរថាមិនដឹងទិសមិនដឹងតំបន់មានន័យថាយើងអត់ដឹងម៉ែអត់ដឹងឪដោយខ្លីប៉ុណ្ណេះហើយមិនមែនថាវាមិនដឹងលិចកើតទេគឺថាមិនដឹងម៉ែមិនដឹងឪមិនដឹងគុណទោសខុសត្រូវចឹងសរុបមកព្រះអង្គសម្ដែងនៅក្នុងសកិលកៈសោតបញ្ជាក់ឲ្យកូនចៅបំពេញកាតព្វកិច្ចរបស់ខ្លួនបើម៉ែឪនៅរស់យើងជូនតាមបែបរស់ហើយបើគាត់ស្លាប់ទៅធ្វើបុណ្យតក្កិណានុបទានទៅឲ្យបានជាមានប្រវត្តិបុណ្យតក្កិណានុបទាននឹងយើងធ្វើទល់តែថ្ងៃនឹងរាល់ថ្ងៃនឹងណាញោមបុណ្យតក្កិណានុបទាននេះទៀតសោតអាត្មាគ្រាន់តែលើកបញ្ជាក់ដោយខ្លីថាគេធ្វើប្រកបដោយអង្គ3បើមិនគ្រប់អង្គ3នោះទេមិនបានដល់អ្នកស្លាប់ទេអង្គ3នោះទី1គេថាម្ចាស់បុណ្យនឹងឯងចូលប្រគេនផ្ទាល់ណាញោមផ្ទាល់ដៃបោជនីយសម្បទាដល់ព្រមដល់បកុលគួបូជាជូនដល់យាយដល់តាជូនអាចារ្យប្រគេនប្រសង់ហៅថាសង្ឃាមហិសុបតិថេតាអញ្ចឹងយើងត្រូវជូនដល់ដៃទី2គេហៅថាឲ្យយើងនឹងឯងឧទ្ទិសញោមតលតែយើងឧទ្ទិសឲ្យយើងឧទ្ទិសទៅបើយើងមិនឧទ្ទិសទេអត់បានទេអញ្ចឹងយើងប្រគេនហើយយើងឧទ្ទិសឯចំណែកខាងទី3គេហៅថាអ្នកដែលស្លាប់ទៅនោះគាត់ត្រេកអរអនុមោទនាអ្នកហើយទី2ទាយិកាហ្នឹងឧទ្ទិសសេនអ្នកទាយុអ្នកឧទ្ទិសមិនមែនប្រសង់អ្នកឧទ្ទិសមិនមែនអាចារ្យអ្នកឧទ្ទិសទេទាយុគឺម្ចាស់បុណ្យអ្នកឧទ្ទិសញោមធ្លាប់ផ្ញើបច្ច័យផ្ញើលុយតាមធនាគារពីប្រទេសអាមេរិកមកខ្មែរឬក៏ផ្ញើពីខ្មែរទៅខ្មែរតាមវិញគេថាអង្គ3ដែរអង្គទី1គេដាក់លុយចូលអង្គទី2គេប្រាប់លេខកូដទៅអ្នកទទួលអង្គទី3អ្នកទទួលនឹងមកដកមានឯកសារបញ្ជាក់មកព្រោះមនុស្សនោះឈ្មោះដូចគ្នាក៏មានមុខដូចគ្នាក៏មានយ៉ាងណាមិញយើងធ្វើផ្ញើសហុយទៅឲ្យអ្នកស្លាប់ក៏អង្គ3ដូចគ្នាដែរទី1ចូលប្រគេនមានន័យថាដូចដាក់របស់ចូលដាក់លុយចូលទី2គេប្រាប់លេខកូដមានន័យថាយើងឧទ្ទិសទៅចំឈ្មោះអ្នកណាពីព្រោះខ្មោចស្លាប់ទៅរាប់លានអ្នកអស់ហើយតើយើងធ្វើឧទ្ទិសជូនខ្មោចណាតោះតែយើងប្រាប់ឲ្យដឹងអាហ្នឹងដូចប្រាប់លេខកូដឯទី3អ្នកដែលស្លាប់នោះមកទទួលហើយបើអ្នកស្លាប់នោះមិនដឹងអត់បានទេអញ្ចឹងបើអ្នកស្លាប់នោះមិនមកទទួលក៏អត់បានដែរបានជាគេឲ្យអ្នកស្លាប់នឹងមកទទួលហើយចុះបើសិនជាអ្នកស្លាប់នឹងមិនដឹងយ៉ាងម៉េចបានអាចារ្យនាំគ្នាសូត្រយ៉ាងកញ្ញអ៊ិមិនីយេទេវតាទេវីកនខ្វាននិវេតយងសូមឲ្យផ្ដាំតំណែងតាមទេវតានាំតំណែងទៅប្រាប់ទេវតានាំតំណែងទៅប្រាប់អានឹងបានហើយណាញោមប៉ុន្តែបើខុសអង្គ3នេះអត់បានទេអាត្មាសង្កេតឃើញញោមចាំមើលណាបើប៉ះពាល់អីកុំប្រកាន់អាត្មាដែលវាលក្ខណៈខុសនឹងត្រូវជួនកាលធ្វើបុណ្យនឹងប្រឹងណាស់សបាយណាស់កក្រឹកកក្រែងណាស់ប៉ុន្តែគេថាល្អមើលអត់ល្អហូបទេឆ្ងាញ់តែមាត់អ្នកនៅរស់ប៉ុន្តែអ្នកស្លាប់អត់ទទួលបានទេតក្កិណានុបទាននេះកម្មវិធីបុណ្យហឹកហាក់ទៅតាមយើងចង់ជួលល្ខោនជួលលបែងលបាំឡំជកេលេងពី3យប់ពី3ថ្ងៃកក្រឹកកក្រែងយ៉ាងម៉េចក៏ដោយល្អណាស់ក៏ប៉ុន្តែតែម្លងបេះដូងបុណ្យវគ្គប្រគេនវគ្គឧទ្ទិសមិនដឹងម្ចាស់បុណ្យនៅឯណាបុណ្យនឹងឆ្ងាញ់តែមាត់អ្នកនៅរស់ហើយអ្នកស្លាប់អត់បានទទួលទេអញ្ចឹងទោះបីរវល់ប៉ុណ្ណាក៏ដោយត្រូវតែអញ្ជើញមកប្រហែលជា5នាទីឬ10នាទីពេលគេប្រគេននឹងកុំឲ្យខានទី1អាចារ្យនាំឲ្យម្ចាស់ទានប្រធានបុណ្យនឹងសមាទានសិលមុននឹងវេអាចារ្យអញ្ជើញទេវតាមកឲ្យអស់សិនទេវតាមកហើយគាត់អរតនាសិលដើម្បីអីដើម្បីឲ្យអ្នកដែលត្រៀមចូលប្រគេននឹងមានសិលសិនឲ្យកូនចៅម្ចាស់បុណ្យនឹងមានសិលសិនហើយអាត្មាចំណាំមើលគ្រប់រោងបុណ្យដល់អាចារ្យនាំឲ្យសមាទានសិលឃើញតែអ្នកដតីសមាទានសិលកូនចៅអត់ផង
អង្គុយតែថ្មឹងស្រួមស្រួលបានអាទូរស័ព្ទមួយម្នាក់គិតតែថតមុខគ្នាទៅវិញទៅមកទៅវិញទៅមកអីសូត្រអីសូត្រទៅវេអីទៅមិនខ្វល់អីទេឃើញថតមកលោកខំតែរៀបរឹកស្មានតែគេថតឯងគេ selfie យកតែខ្លួនគេសោះអាតំណឹងដែលហៅថាខុសគេឲ្យសមាទានសិលមុនវេហ្នឹងគឺគេឲ្យកូនចៅសមាទានសិលមានន័យថាថ្ងៃបុណ្យឧទ្ទិសជូនម៉ែឪគឺថ្ងៃម្ចាស់បុណ្យហ្នឹងកាន់សិលមិនថ្ងៃបុណ្យធ្វើជូនម៉ែឪម្ចាស់បុណ្យផ្ដាច់សិលអស់ទេអត់ទេកុំច្រឡំកម្មវិធីបុណ្យមិនមែនជប់លៀងទេហើយក៏មិនមែនការដែរគឺកម្មវិធីធ្វើបុណ្យជូនម៉ែជូនឪគេឲ្យម្ចាស់បុណ្យថ្ងៃបុណ្យហ្នឹងកាន់សិលប៉ុន្តែអ្នកម្ចាស់បុណ្យអត់បានយល់ពុទ្ធដីកាបែរទៅជាថ្ងៃបុណ្យហ្នឹងផ្ដាច់សិល5ចោលឲ្យខ្ទេចឯអស់ស្រួលក៏ក្រឹកក៏ក្រែងក៏គ្រុកក៏ក្រាក់ទៅវាអត់ចំកម្មវិធីបុណ្យវាហាក់ដូចជាទៅជាជប់លៀងអីណាទៅវិញញោមមកកូនចៅខ្លះគេតវ៉ាថាអេគេមិនទាន់ថ្វាយខ្លួនផងចូលសមាទានសិលអីនាំតែដាច់ទៅវិញរឹតតែបាបអត់ទេបានសិល1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់សោះសំខាន់បំផុតណាញោមយើងធ្វើជូនម៉ែឪយើងដើម្បីឧទ្ទិសទៅបានតើយើងមានសិលសិនបើយើងអត់សិលម៉ែឪអត់ទទួលទេគាត់ថាទទួលអីម៉ែកូនអត់សិលឧបមាអញ្ចឹងអញ្ចឹងបានគេឲ្យសមាទានសិលរួចស្រេចយើងអត់ទាន់ឲ្យទៅណាទេនឹងអង្គុយនឹងមុខនឹងដូច្នេះសិលទាំង5នឹងនៅពេញទាំងអស់អត់ទាន់ដាច់អីណាមួយហើយពេលហ្នឹងចូលប្រគេនបានបនពេញហើយដល់ប្រគេនរួចហើយឧទ្ទិសរួចហើយលោកទៅវត្តអស់ហើយចប់កម្មវិធីហើយដាច់សិលដាច់ទៅអត់បញ្ហាពីព្រោះយើងបានធ្វើកាលយើងកំពុងមានសិលតាហើយដល់ល្ងាចថាអ្នកខ្លះថាសមាទានសិលអីនេះគុណគេជួលអកកេះអកកដងអកកប៉ុងអកដបអកកានប្រមាណកេះទុករយយប់នឹងដាច់អស់វិញណាវាយប់នោះបានដាច់យើងប្រគេនរួចអស់ហើយកំពុងតែមានសិលហើយដល់ពេលប្រគេនរួចហើយចង់អកកេះអកកានអកកដងអកដបអីក៏អកទៅអត់មានបញ្ហាឲ្យតែលៃម៉ោងឲ្យខុសគ្នាបានសំខាន់ផុតកុំឲ្យតាម៉ោងប្រគេននឹងចូលអត់ចោះអ្នកខ្លះម៉ោងប្រគេននឹងចូលអត់ចោះទេពីព្រោះអាប្រគេននឹងគេច្រើនប្រគេនស្អែកហើយដល់ប្រគេនស្អែកយប់នេះវាជ្រុលខ្លួនអាឡៃអកកេះអកកដងអកកប៉ុងអកដបអត់បានគេងសោះស្រាប់តែម៉ោង8ម៉ោង9ហើយមិនទាន់ឡើងផងមិនស្រួលដល់តែអាចារ្យនាំវេហើយហៅកូនម្ចាស់បុណ្យបាត់ខ្លះហើយគេខ្សឹបមកថាយអត់បានដេកយំឯឥឡូវលក់អស់ហើយអ្នកខ្លះឡើងមកដែរប៉ុន្តែគ្នាវាធំមាត់ធំកមិនសូវស្រួលមិនហ៊ានទៅក្បែរលោកទេឲ្យវាអត់បដោយទៅចង់មិនបាច់បានចូលប្រគេនអីទេមកពីយើងលៃពេលអត់ត្រូវចឹងបើចង់ធំមាត់ធំកចាំលោកទៅវត្តអស់ចាំធំទៅហើយសំខាន់ឲ្យបានចំបេះដូងបនសិនបានគេឲ្យសមាទានសិលអញ្ចឹងញោមចំណាំទុកលក្ខណៈដែលត្រូវហ្នឹងណាអាចារ្យគ្រប់វត្តរៀបវេគេឲ្យសមាទានសិលគឺគេឲ្យកូនចៅហ្នឹងសមាទានមានន័យថាមួយឆ្នាំមាន365ថ្ងៃសុំតែមួយថ្ងៃបនហ្នឹងឯងកាន់សិលមួយថ្ងៃកាន់អត់បានហើយឥឡូវបើមិនបានទេសុំកាន់តែមួយព្រឹកអត់បានទៀតឥឡូវបើមកព្រឹកសុំមិនបានទេសុំ1ម៉ោងអត់បានទៀតឥឡូវសុំតែ10នាទីត្រឹមកន្លែងចូលប្រគេនហ្នឹងក៏នៅតែមិនបានទៀតអីក៏កំណាញ់ម្លេះញោមហើយ365ថ្ងៃសុំ10នាទីអត់បានបើចឹងសុំឲ្យកូនចៅសមាទានសិល10 20នាទីទៅកុំកំណាញ់ពេក365ថ្ងៃយើងអត់សិលទៅហើយណានេះទី1ទី2ទៀតវេអាកន្លែងវេហ្នឹងក្រោយពីយើងប្រគេនហើយគេឲ្យឧទ្ទិសបើយើងមិនឧទ្ទិសមិនបានទេដូចយើងផ្ញើលុយយើងអត់ប្រាប់លេខកូដអត់មានពីណាទទួលបានទេតើប្រាប់លេខកូដចឹងយើងឧទ្ទិសហ្នឹងដោយប្រាប់លេខកូដដែរឧទ្ទិសទៅដល់ដូនតាមកកងតសុកតសៅយីម៉ៅយីមុកឯណាចឹងយើងខ្សឹបទៅបើយើងមិនចេះឧទ្ទិសបានអាចារ្យគេបង្កើតបល័យវេគេថាមួយម៉ាត់ឲ្យយើងថាតាមហើយមិនបានឲ្យយើងថាតាមចឹងមិនសូត្រទាំងអស់គ្នាមកពីអាចារ្យហ្នឹងប្រែថាគ្រូហ្នឹងមកដឹកនាំមកបង្រៀនកូនចៅឲ្យចេះធ្វើទានគេបង្កើតបល័យវេកូនចៅមិនចេះឧទ្ទិសកូនចៅថាតាមអាចារ្យទៅមានពាក្យឧទ្ទិសនៅក្នុងហ្នឹងហើយដល់អាចារ្យវេទៅសម្លឹងមើលឃើញតែយាយតាមមិនមែនម្ចាស់បុណ្យអ្នកថាតាមអាចារ្យកូនចៅអត់មកផងហើយដល់កូនចៅអត់មកផងអញ្ចឹងកូនចៅឬកូនចៅមកដែរប៉ុន្តែអត់ថាតាមផងអានឹងហើយដែលខុសអញ្ចឹងបើអាចារ្យវេថាតាមអាចារ្យទៅណាញោមនេះបានណាហើយដល់ចប់ចុងក្រោយទៅបើសិនជាគាត់មិនបានទទួលទៀតបានអាចារ្យយ៉ាងកញ្ញិវិនាយេទេវតាផ្ដាំផ្ញើតាមទេវតាទេវាកនធ្វាននិវេតយងនាំតំណែងទៅប្រាប់ម៉ែឪយើងអានឹងបានហើយសូមឲ្យកូនចៅចំណាំប៉ុណ្ណេះចុះអង្គ3សរុបដោយខ្លីទី1ចូលប្រគេនខ្លួនឯងទី2អ្នកឧទ្ទិសខ្លួនឯងទី3អ្នកស្លាប់នឹងទទួលបានបើអ្នកស្លាប់ទទួលមិនបានយើងខ្សឹបខ្សៀវថាផ្ដាំតាមទេវតាឲ្យជួយប្រាប់ម៉ែឪដូនតាខ្ញុំផងខ្ញុំទៅបន់ឲ្យតែប៉ុណ្ណេះចប់ហ
ហើយផុតតែពីនឹងទៅញោមធ្វើពិធីអីក៏ធ្វើចោះកុំឲ្យបនឆ្ងាញ់តែមាត់អ្នកនៅរស់ពំពិសាមុនគេហើយញោមពំពិសាធ្វើបនឡើងកក្រឹកបនអូយបនឡើងកក្រឹកស្រាប់តែលឺសំឡេងយំនៅជុំវិញវាំងនឹងយប់ឡើងឆ្ងល់ណាស់ទៅសួរប្រពុតព្រះអង្គហើយសំឡេងអីស្រែកកក្រឹកជុំវិញវាំងយប់មិញហ្នឹងប្រពុតថាមហារាជញាតិរបស់ព្រះអង្គហ្នឹងកើតជាកំណើតប្រែតអស់យូរហើយអត់បានតន់ទៅកើតជាមនុស្សទេវតាមិនតន់បានចំណីអាហារបរិភោគទេគ្នាមានកម្មពីជាតិមុនគេឲ្យរៀបចំចង្ហាន់ប្រគេនលោកធ្វើបន់ឲ្យគេឯងអាឡ័យតកូនយំទៀននំទាបង្អែមរបស់លោកហ្នឹងលោកមិនស្ងៀមយកនំលោកហ្នឹងទៅឲ្យកូនដល់កូនហូបទៅបែបឆ្ងាញ់ឯងហ្នឹងលេងជាមួយកូនដែរទៅយូរទៅវាលែងដឹងលោកដឹងប្រសក់ឲ្យហូបឲ្យមុនលោកឲ្យទាំងអស់ទៅដូច្នេះទៅច្បុកច្បល់ទៅធ្វើឲ្យគាត់កើតទៅជាប្រែតអស់កាលយូរហើយមិនទាន់បានមកកើតជាមនុស្សប៉ុន្តែគាត់ត្រូវបានទទួលបុណ្យកុសលក្នុងសាសនានេះអាចបានចំណីអាហារអាចបានផុតពីកំណើតប្រែតទៅកើតជាមនុស្សអីបានប៉ុន្តែទាល់តែមានញាតិណាធ្វើឲ្យឥឡូវញាតិរបស់ព្រះអង្គហើយព្រះអង្គធ្វើទៅគ្នានឹងទទួលបានប៉ុន្តែពិសារធ្វើហើយធ្វើបុណ្យឡើងកក្រឹកហើយមិនក៏មិនទទួលទៅបានព្រះអង្គថាគ្នាមិនមានសិទ្ធិទទួលទេដោយសារមហារាជមិនបានចូលប្រគេនផ្ទាល់មិនបានឧទ្ទិសចំពោះគ្នាអញ្ចឹងបុណ្យហ្នឹងវាឆ្ងាញ់តែអ្នកនៅរស់តាឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់ហ្នឹងអត់មានសិទ្ធិទទួលព្រោះយើងមិនបានឧទ្ទិសដើម្បីឲ្យដល់អ្នកស្លាប់បានពំពិសាធ្វើបុណ្យលើកនេះអត់ប្រកាន់នេះលើកមុនថាអាងតែអញអ្នកធំអាងតែអញស្ដេចមិនបាច់ចូលប្រគេនអីចេះតែបជាគេឥឡូវពំពិសាចូលប្រគេនផ្ទាល់ឧទ្ទិសផ្ទាល់បានដល់អ្នកស្លាប់ណាញោមណាចឹងពួកប្រែតទាំងនឹងទទួលផលនឹងបានអ្នកខ្លះទៅកើតជាមនុស្សទៅកើតជាទេវតាព្រងព្រាតអ្នកខ្លះបានចំណីអាហាររួចពីកំណើតអត់ឃ្លាននឹងទៅនេះនឹងមានប្រវត្តិនៅក្នុងគម្ពីរបត្រៃបៃដកយើងញោមបានលើកឡើងថាតក្កិណានុបទានកុំឲ្យខ្វះអង្គ3ហ្នឹងញោមដឹងដែរអាចារ្យគាត់ធ្លាប់លូប្រាប់អាត្មាហៅគេមិនមកហៅគេមិនមកហៅបងបាត់ប្អូនហៅប្អូនបាត់បងមើលនាឡិកាបដើមមើលទៅគេមិនមកទេដូចគុណអើយហៅចុះហៅឡើងបងមកស្ដីឲ្យអាចារ្យមកនិយាយអាចារ្យនេះហៅខ្ញុំនោះវាមានភៀវអ្នកមុខអ្នកការច្រើនសិតតអ្នកធំខ្ញុំយកអាចារ្យឯងមកនឹងជានោះខ្ញុំជាមុខជាមាត់នាំគ្នាវេនោះទៅធ្វើជំនួសខ្ញុំមកខ្ញុំយកមកជំនួសខ្ញុំមកគេចេញទៅវិញបាត់អាចារ្យចេះតែបាទលោកបាទអញ្ជើញបាទអញ្ជើញទៅហ៊ានតែញ៉ៃមើលគេលែងរកឯងធ្វើអាចារ្យទៀតបើអញ្ចឹងហើយមកជំទូលខ្សឹបលោកអតិគុណហើយអតិគុណឯងសូត្រធម៌តាំងពីម៉ោង4គេយប់មិញគេអកកេះអកកដងអកកំប៉ុងអក10 20កេះឥឡូវសបកប្រហែលមកទេសនៅក្រោយផ្ទះឯងសូត្រធម៌តាំងម៉ោង4ទឹកក្រូចមកកំប៉ុងគេមកឲ្យឯងហូបផងមកសុំអាត្មាមានណាបើអាត្មាអត់ដែរឥឡូវហៅគេមិនមកទេហៅប្អូនបាត់បងហៅបងបាត់ប្អូនមើលទៅដូចគុណអើយអានិច្ចាឯងទិញទួយទៅអាងទៅវត្តវិញទៅមើលទៅគេមិនសូវខ្វល់ហើយតែគេមិនខ្វល់ហើយប្រយ័ត្នតាអាចារ្យគាត់លួចបនយើងអស់ហើយញោមអាចារ្យស្រុកនេះមិនចេះលួចទេបើអាចារ្យស្រុកខ្លះយកបនយើងទៅមកចុះបើហៅមិនមកអាចារ្យចូលប្រគេនជំនួសពឹបអាចារ្យនាំសោតទានសិលខ្ញុំធ្វើហើយព្រះគុណហើយខ្ញុំសច្ចាឧទ្ទិសផលនេះណាជូនមេត្តាបិតាខ្ញុំមិនមេត្តាបិតាណាឯងទេមេត្តាបិតាខ្ញុំហៅមកធ្វើអីមកបិតាខ្ញុំហ្នឹងអញ្ចឹងយើងអ្នកចំណាយលុយអាចារ្យឧទ្ទិសជូនម៉ែឪគាត់អស់ប្រយ័ត្នអញ្ចឹងណាហើយបើសិនជាយើងនឹងមកចូលប្រគេនជាមួយដែរមេត្តាបិតាយើងដែរអាចារ្យមេត្តាបិតាខ្ញុំយើងសូត្រជាមួយទៅយើងមេត្តាបិតាខ្ញុំគេដែរទៅណាបានទាំងអស់គ្នាហើយតែមិនមកអាចារ្យគាត់ជូនតែម៉ែឪគាត់អស់ប្រយ័ត្នអានឹងចេះញោមហើយអញ្ចឹងបានវាមានរឿងបុណ្យតក្កិណានុបទានដែលមានប្រវត្តិហូរហែថាឆ្ងាញ់តែមាត់អ្នកនៅរស់ហ្នឹងមានរឿងច្រើននិទានរឿងឲ្យញោមស្ដាប់ដើម្បីឲ្យបានយល់ចូលចិត្តក្នុងបុណ្យនិយាយពីសេដ្ឋីម្នាក់គាត់ស្លាប់ទៅចោលទ្រព្យសម្បត្តិអស់ហលិញដល់តែចោលទ្រព្យសម្បត្តិទៅគាត់អត់មានទ្រព្យសម្បត្តិអីទៅជាមួយពេលនោះឯងគាត់កើតទៅជាប្រែតអត់ចំណីអាហារប៉ុន្តែគាត់នឹកថាទ្រព្យសម្បត្តិអញទាំងអស់នៅលើដៃកូនបើអញ្ចឹងអញទៅរកកូនសិនក្រែងលោកបានហូបដល់ទៅរកកូនទៅវារកអត់ឃើញទៅឯនេះមិនឃើញទៅឯនោះមិនឃើញគាត់នឹកឃើញថាអូអញកាន់តែវេទនាកាន់តែយ៉ាប់ហើយទ្រព្យសម្បត្តិអញនៅលើដៃកូនទាំងអស់បើអញមិនទៅរកកូនទេមិនដឹងខែឆ្នាំណាបានបរិភោគទេទៅរកកូនសិន
រោទៅវាមិនឃើញតាមពិតកូនហ្នឹងវាអញ្ចេះញោមគេដូរផ្ទះដូចដីសម័យយើងឥឡូវវាត្រូវប៉ាន់អញ្ចឹងកូនគេលក់ផ្ទះបាត់លក់ដីបាត់ទៅទិញបុរីនៅឯណាទៅខ្មោចឪពុកខ្មោចម្ដាយអត់ដឹងដល់អត់ដឹងទៅមានអីទៅរតាផ្ទះចាស់ហ្នឹងអញ្ចឹងបានខ្មែរយើងមានទំនៀមមួយថាបើពេលណាយើងដូរផ្ទះពេលណាយើងទិញផ្ទះថ្មីអីឡើងផ្ទះថ្មីអីយើងសូត្រមន្តដើម្បីប្រកាសឲ្យដូនតានឹងដឹងផងថាយើងមកនៅឯនេះមកនៅឯនោះអញ្ចឹងទៅណាហើយដល់ពេលគាត់នឹងអត់បានធ្វើអញ្ចឹងឯណាដល់អត់បានទៅខ្មោចម៉ែឪនឹងមករតាផ្ទះចាស់នឹងរអត់ឃើញសោះក៏បានធ្វើដំណើរដើរត្រាច់ពីភូមិមួយទៅភូមិមួយរហូតទៅដល់ក្រុងរាជក្រឹសក៏បានទៅបង្ហាញខ្លួនឲ្យស្ដេចអជាតសត្រូវនឹងឃើញដែលអជាតសត្រូវលោកឃើញមនុស្សចម្លែកមកបង្ហាញខ្លួនអញ្ចឹងក៏សួរហៅថាណែលោកអ្នកបួសលោកទៅណាប្រែតនោះក៏ប្រាប់ថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីទៅបានប្រែតនឹងនិយាយប្រាប់ថាប្រែតនឹងខ្ញុំពីមុនមកក៏ជាមនុស្សដូចទៅលោកចឹងដែរប៉ុន្តែខ្ញុំមិនបានជឿបុណ្យមិនបានជឿសិលមិនបានជឿទានម្ល៉េះហើយខ្ញុំមិនបានធ្វើបុណ្យធ្វើសិលធ្វើទានអីសោះទើបខ្ញុំមកកើតជាប្រែតគឺកំណើតព្រលឹងនៅលើដីនេះហើយខ្ញុំអត់ចំណីអាហារខ្ញុំស្រេកឃ្លានណាស់ខ្ញុំដើររកកូនព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំនៅលើដៃកូនទាំងអស់ខ្ញុំទៅរកកូនក្រែងលោកបានហូបអជាត្រូវក៏សួរថាចុះលោករកកូននឹងរកឃើញហើយនៅថារកអត់ឃើញទេកូនគេលែងនៅស្រុកហ្នឹងហើយគេដូរស្រុកបាត់ហើយគេទៅនៅឮតំណែងថាគេទៅនៅស្រុកអន្តកវិន្ទនគរហើយឯនោះឮតំណែងអញ្ចឹងថាហើយបើអញ្ចឹងលោកធ្វើលោកទៅណាទៀតថាខ្ញុំនឹងទៅតាមរកកូនឯនងទៀតពីព្រោះថាទ្រព្យសម្បត្តិរបស់ខ្ញុំវានៅលើដៃកូននៅទាំងអស់នឹងឯងហើយបើសិនជាខ្ញុំមិនទៅរកកូនទេមិនដឹងថាខែឆ្នាំណាខ្ញុំបានរួចពីកំណើតប្រែតនេះទេអាជាត្រីក៏ផ្ដាំថាលោកទៅក៏ទៅចុះរកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់ដល់ខ្ញុំម្ដងទៀតពីព្រោះខ្ញុំហ្នឹងវាចង់ដឹងណាស់មានសំណួរច្រើនចង់សួរគ្រាន់តែផ្ដាំឲ្យប៉ុណ្ណេះក៏បាត់សមោលទៅញោមប្រែតហ្នឹងក៏បាត់សមោលទៅតាមពិតប្រែតនោះបង្ហាញខ្លួនឲ្យយើងឃើញមកផ្លែតហើយក៏ធ្វើដំណើរទៅទៀតណាធ្វើដំណើរលិចវាលចូលព្រៃលិចព្រៃចូលវាលដើររកពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយរយនេះមិនឃើញឯនោះមិនឃើញបែកគំនិតដើររកតាមវត្តក្រែងលោកកូនអញធ្វើបុណ្យឲ្យដើររកតាមវត្តរកមិនឃើញទៀតបែកគំនិតទៀតអញដើររកតាមរោងបុណ្យគេលោកកូនអញធ្វើបុណ្យឲ្យស្រាប់តែរកចុះរកឡើងទៅវាឃើញខ្ញុំឃើញថ្ងៃមួយឃើញកូនឃើញផ្ទះរបស់កូនណាញោមឃើញផ្ទះរបស់កូនហើយឃើញគេកំពុងតែធ្វើបុណ្យអូយមនុស្សនៅក្នុងរោងបុណ្យនឹងឲ្យកក្រឹករាប់រយរាប់ពាន់នាក់ឪពុកម្ដាយអណាស់ថាអញដើររកកូនយូរហើយឥឡូវរកមិនឃើញស្រាប់តែរកឃើញពិសេសអស្ចារ្យឃើញផ្ទះកូនដ៏ធំស្កឹមស្កៃហើយចំថ្ងៃកូនកំពុងធ្វើបុណ្យទៀតញោមមើលឃើញដែរអានឹងមានន័យថាដូចរកអស់ប្រទះឈើងាប់ចឹងដើររកកូនយូរហើយដល់ពេលមករកឃើញរកចំថ្ងៃកូនធ្វើបុណ្យអូយល្អណាស់ភ្ញៀវគេរាប់រយរាប់ពាន់នាក់ញោមហើយបណ្ណទីបំផុតខ្មោចឪពុកខ្មោចម្ដាយអង្គុយយំដដែលហេមិនបានយំកូនគេដូរសាសនាបាត់ហើយកូនគេដូរទស្សនៈគេដូរលទ្ធិគេដូរជំនឿហើយគេធ្វើបន់កក្រឹកកក្រែងនោះមិនមែនតក្កេណានុបទានទេគឺគេជប់លៀងឆ្ងាញ់តែមាត់មិត្តភក្តិគេអ្នកនៅរស់ទេគេគ្មានបានបាំងស្គលគ្មានឧទ្ទិសឲ្យម៉ែឲ្យឪអីទេម្ល៉េះហើយខ្មោចម៉ែខ្មោចឪគ្មានទទួលបានអីមួយម៉ាត់ឆ្ងាញ់តែមាត់អ្នកនៅរស់បានត្រឡប់មកវិញនឹកសំណោះខ្លួនណាស់អាត្មាអញឲ្យខំរកទ្រព្យសម្បត្តិតាំងតែពីសក់ខ្មៅរហូតសក់សរិះthamទុកទ្រព្យសម្បត្តិឲ្យកូនដល់តែឥឡូវអញស្លាប់មកកើតជាប្រែតអញមករកទ្រព្យអញតែមួយម៉ាត់កូនមិនឲ្យផងកំសត់ណាញោមដល់ឃើញកំសត់ចឹងទៅបានសំណោះថាជាតែសត្រូវផ្ដាំថារកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែប្រាប់ដល់លោកមានសំណួរចង់សួរអញ្ចឹងទៅប្រាប់តែដល់ជាត្រូវក៏សួរថាម៉េចណាឯងរកកូនឃើញដែរថារកឃើញប៉ុន្តែកូនគេអត់ធ្វើបុណ្យឲ្យផងគេធ្វើបុណ្យកក្រឹកកក្រែងភ្ញៀវគេច្រើនណាស់ប៉ុន្តែអត់បានទទួលអីមួយម៉ាត់ឆ្ងាញ់តែមាត់គ្នាគេហ្នឹងគេជប់លៀងសបាយតែគ្នាគេអាចជាត្រូវនឹកអាណិតណាចុះប្រែតមួយហ្នឹងអត់អញ្ចឹងចុះអ្នកដតីទៀតដែលកូនចៅមិនគិតមិនគូមិនអត់ដូចគ្នាទៅហើយបើអញ្ចឹងអាចជាត្រូវក៏ធ្វើបុណ្យឧទ្ទិសទៅឲ្យប្រែតនឹងប្រែតអនាថាទាំងឡាយដែលអត់មានញាតិធ្វើឲ្យប្រែតទាំងនោះក៏ទទួលបានកសលផលបុណ្យនេះទៅកើតជាមនុស្សទៅកើតជាទេវតាព្រមព្រាតទៅដោយសារអ្នកដតីគេជួយដែរញ៉ាំមើលក៏ដែរអញ្ចឹងបើសង្ឃឹមកូនខ្លួនឯងក្នុងពេលនេះគឺអត់សោះដោយសារអី
នឹងហើយព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាខ្លួនឯងមិនប្រឹងស្ដាប់ធម៌អាធ្វើបុណ្យរាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេត្តាបិតាអត់ទទួលបានអីបន្តិចព្រោះតែធ្វើបុណ្យខុសព្រោះហេតុនឹងហើយបានជាបុណ្យតក្កិណានុពទានអីហ្នឹងគេត្រូវរកអាចារ្យរកប្រសង់សម្ដែងធម៌ទេសនាបញ្យល់ថាធ្វើអាម៉េចខុសអាម៉េចត្រូវឥឡូវយើងមានអាចារ្យដឹកនាំធ្វើត្រូវហើយកុំឲ្យខកខានញោមញាតិពុទ្ធបរិស័ទមេត្តាបិតាដែលស្លាប់ទៅនោះលោកទៅកើតទីណាយើងមិនដឹងទេក៏ប៉ុន្តែមានក្នុងនិទានប្រាប់មកថាអាត្មានិទានរឿងឲ្យញោមស្ដាប់មួយទៀតនិយាយពីរឿងមេត្តាបិតាមួយនោះតកូលនេសាទពេលនោះឯងមានកូនមួយហ្នឹងកើតមកកូនហ្នឹងហាក់ដូចជាដឹងជាតិដល់កូនដឹងជាតិចឹងទៅនឹកឃើញថាអញកើតជាតិមុនមកធ្លាប់ធ្វើអំពើបាបហើយក៏ទៅនរកប្រែតអស់កាលយូរឥឡូវនេះអញកើតមកជាមនុស្សអញត្រូវតែកាន់សិលប៉ុន្តែខ្លួនឯងមកកើតក្នុងតកូលអ្នកនេសាទហើយក៏អត់ជឿសាសនាពុទ្ធទេញោមឃើញកូននឹងកាន់សិលស្ដីឲ្យកូនថាណែពូជយើងមិនត្រូវមានសិលមានទានអីទេឯងកុំជឿកុំធ្វើបុណ្យកុំកាន់សិលយកកូនទៅជាមួយក្នុងព្រៃកូននឹងទៅឃើញសត្វគេចេះតែលួចប្រឡែងសត្វគេម្លោះហើយម៉ែនឹងនឹកថាកូននេះកូនចង្រៃទុកនៅអត់កើតទេកូនចង្រៃអញ្ចឹងចេះតែមកប្រឡែងសត្វគេអញ្ចឹងដូច្នេះក៏លែងឲ្យកូននឹងមកទុកឲ្យកូននឹងនៅផ្ទះកូននឹងនៅផ្ទះចេះតែលួចដុតសំណាញ់ដុតអន្ទាក់របស់គេនឹងរហូតដល់ម៉ែខឹងកូននឹងចាំជាតិថាខ្លាចទៅនរកប្រែតទៀតនឹងមិនហ៊ានធ្វើបាបស្រាប់តែម៉ែឪខឹងកាត់កាលកូនចោលមកថាណែកូនឯងចង់កាន់សិលអីចង់ជឿសាសនាកាន់សិលហ្នឹងហ៎ពូជអញណាអត់មានសិលទេអត់ជឿទេឥឡូវបើកូនឯងចង់កាន់សិលចុះចេញពីផ្ទះអញទៅអញឈប់ឲ្យនៅលើផ្ទះដេញកូនចុះពីផ្ទះកាត់កាលកូនចោលកូននឹងក្មេងសោះក៏ធ្វើដំណើរដើរទៅជួបព្រះអានន្ទលោកបិណ្ឌបាតព្រះអានន្ទដើរទៅណាកូននឹងដើរតាមស្រាប់តែព្រះអានន្ទបានចង្ហាន់ឆាន់ទៅកូននឹងអង្គុយពីក្រោយខ្នងព្រះអានន្ទព្រះអានន្ទឆាន់ហើយក៏សួរថានាងឯងទៅណាមកណាបានជាមកអង្គុយពីក្រោយខ្នងយើងអញ្ចឹងបានកូននឹងប្រាប់ថាខ្ញុំកណាគឺឪពុកម្ដាយកាត់កាលចោលហើយឃើញថាខ្ញុំកណាជាមនុស្សអត់ម៉ែអត់ឪហើយឃើញប្រគុណម្ចាស់ជាអ្នកបួសអត់ម៉ែអត់ឪដូចគ្នាហ្នឹងបានខ្ញុំកណាមកអង្គុយពីក្រោយខ្នងហ្នឹងព្រះអានន្ទឃើញអញ្ចឹងអាណិតណាក៏ឲ្យបាយហូបហើយក៏យកទៅវត្តដល់ទៅដល់វត្តលោកក៏ពំពោះញោមពំពោះជាសាមណេរអញ្ចឹងដល់បួសទៅលោករៀនបកែណារៀនចេះចាំពុទ្ធវចនៈបកែក៏លោកលាចេញទៅបួសជាភិក្ខុហើយក៏លោកទៅនៅព្រៃភ្នំសមាធិកម្មដ្ឋាននៅក្នុងភ្នំហ្នឹងមានភិក្ខុ12អង្គអស់កាល3ដល់10ឆ្នាំក្រោយមកទៀតញោមនៅយូរចឹងទៅលើស10ឆ្នាំក្រោយមកទៀតលោកធំមែនតែនហើយចុះពីភ្នំមកបិណ្ឌបាតថ្ងៃមួយស្រាប់តែឮសំឡេងសម្រែកស្រែកដ៏ប្លែកនឹងជើងភ្នំហ្នឹងថាលោកប្អូនជប់សិនលោកប្អូនលោកងាកមើលមកអីស្អីចេះសំឡេងអីណែឯងជាស្អីយើងឮសំឡេងប៉ុន្តែយើងមិនឃើញតើណែឯងជាស្អីអូប្រែតដឹងថាគេមើលអញមិនឃើញផងដូច្នេះបង្ហាញខ្លួនឲ្យឃើញសិនស្រាប់តែកលេចឃើញពឹកវានឹងដីស្រែកថាលោកប្អូនខ្ញុំគឺជាបងរបស់លោកប្អូនកាលពីជាតិមុនយើងកើតនៅក្នុងតកូលនេសាទជាមួយគ្នាលោកប្អូនមានដឹងដែរពួកយើងដើររកលោកប្អូនយូរខែយូរឆ្នាំហើយអត់ដឹងថាលោកប្អូននៅនេះលោកប្អូនហើយម៉ែរបស់យើងស្លាប់ទៅឪពុករបស់យើងស្លាប់ទៅកើតជាប្រែតអស់ហើយបងរបស់យើងក៏ស្លាប់ទៅកើតជាប្រែតអស់ដែរដោយសារពូជយើងគ្មានសិលគ្មានទានគ្មានបុណ្យអីសោះលោកប្អូនហើយពួកយើងអត់មានទីពឹងទេរត់មករកលោកប្អូនពួកយើងស្រែកឃ្លានណាស់សូមលោកប្អូនជួយផងបានលោកសង្វេគថាមកផ្ទះស្លាប់ទៅអត់បានមកកើតជាមនុស្សទេវតាអីមួយដោយសារអំពើកម្មមិនអីទេរកកន្លែងសម្រាកចាំអាត្មាជួយលោកក៏បានទៅបិណ្ឌបាតបានចង្ហាន់បានអីមកទៅក៏យកមកវេធ្វើជាចង្ហាន់បិណ្ឌបាតជាតក្កិណានុពទានទៅសូមឧទ្ទិសបុណ្យកុសលឲ្យបានដល់បងដល់មេត្តាបិតាបងប្អូនញាតិរបស់ខ្ញុំទាំងអស់ភិក្ខុសង្ឃផាត់តានមោទនារួចទៅពួកប្រែតទាំងនោះបានចំណីអាហារទឹកញោមហើយក៏ប៉ុន្តែវាអត់មានសម្លៀកបំពាក់អញ្ចឹងមកបង្ហាញខ្លួនទៀតថាលោកម្ចាស់ពួកយើងមានចំណីអាហារបរិភោគប៉ុន្តែអត់មានសម្លៀកបំពាក់សោះឃើញខោអាវល្អស្អាតទាញមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះតើមានកម្មពីអីទៅលោកម្ចាស់ជួយផងលោកដើររស្បងស្បែកត្រៃជាពររើសកណាត់ពីរៀនផ្សារពីកណោសារាមបោកគក់ជលក់បានដេទៅជាស្បងជាសាដកដាក់សាដកប្រគេនទៅប្រសង់ទាំង13អង្គលើភ្នំនឹង
ថាលោកម្ចាស់ហើយសូមឲ្យបានបុណ្យកុសលនេះដល់ឪពុកដល់ម្ដាយដល់បងប្អូនខ្ញុំគ្រាន់តែប៉ុណ្ណេះញោមកើតទៅជាសម្លៀកបំពាក់ទឹកដល់ឪពុកដល់ម្ដាយដល់បងមកបង្ហាញខ្លួនសុំទឹកទៀតលោកក៏បានដងទឹកដាក់ធម្មក្រកប្រគេនដល់ភិក្ខុសង្ឃក៏កើតជាស្រះបោកករណីទឹកដល់ពួកទាំងនោះស្រាប់តែពួកនោះក៏សុំថាលោកម្ចាស់ពួកយើងធ្វើដំណើរទៅណាមកណាអត់បានទេដើរវានឹងដីហើយចឹងទៅសូមឲ្យលោកម្ចាស់ជួយផងឲ្យពួកយើងនឹងក៏ដេកនៅលើបលាដេកនៅលើភ្នោខ្មោចដេកនៅកន្លែងព្រៃមិនល្អលោកម្ចាស់ជួយផងលោកក៏បានរៀបចំដើរសុំឈើគេធ្វើជាកូនតូបកូនខ្ទមប្រគេនដល់ភិក្ខុសង្ឃឧទ្ទិសឲ្យកើតជាសេនាសនៈទឹកដល់ម្ដាយដល់ឪពុកដល់បងហើយរកឆាត់រកស្បែកជើងយកមកប្រគេនភិក្ខុសង្ឃជាមធ្យោបាយធ្វើដំណើរសម្រាប់ឲ្យម្ដាយឪពុកបានយានទឹកគ្រាន់តែប៉ុណ្ណេះញោមហើយម្ដាយឪពុកនឹងបងនោះសម្រាប់ផលនោះមានយានទឹកមានសេនាសនៈទឹកកើតទៅជាទេវបុត្រទេវធីតាមានវិមានទឹកចង់ទៅណាមកណាន់ដែលទៅលើអាកាសដោយស្រួលហោះហើរដោយទេវតាដទៃដែរបានមកបង្ហាញខ្លួនឲ្យលោកឃើញថាដេគុណម្ចាស់កូនឃើញទេឪពុកម្ដាយនិងបងប្អូនទាំងអស់បានរួចពីកំណើតប្រែតបានសម្បត្តិទឹកជាទេវបុត្រទេវធីតាពេលនេះដោយសារអីដោយសារបុណ្យបច្ច័យ4ដែលកូនធ្វើឧទ្ទិសជូនមកហ្នឹងឥឡូវម៉ែបានទទួលហើយញមើលក៏ដែរអាសម្លៀកបំពាក់ហ្នឹងជាចៃវរៈបច្ច័យអាបណ្ឌបាតហ្នឹងគឺបណ្ឌបាតបច្ច័យអាធ្វើកត់ធ្វើសាលាហ្នឹងជាសេនាសនៈបច្ច័យរួចប្រគេនថ្នាំប្រគេនទឹកប្រគេនភេសជ្ជៈជាកិលេនភេសជ្ជៈបច្ច័យឥឡូវរបស់ដែលកូនធ្វើនឹងបានមកដល់ឪពុកដល់ម្ដាយហើយកើតទៅជាយានទឹកកើតទៅជាសេនាសនៈទឹកជាសម្បត្តិទឹកដូចទេវបុត្រទេវធីតានេះដោយសារកូនឥឡូវឪពុកម្ដាយមកនេះថ្វាយអង្គមអរគុណលោកកូនហើយសូមឲ្យលោកកូនសុខក្នុងភ្នោះឥឡូវឪពុកម្ដាយនឹងបងសូមលាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ក៏ទៅបាទទៅនេះរឿងរ៉ាវក្នុងបត្រៃបៃដកភាគ52យើងនឹងណាភាគ56ខ្ញុំនៅក្នុងបត្រៃបៃដកយើងនឹងនិទានពីសម័យព្រះមានដល់ម្លឹងបានជាយើងនាំគ្នាធ្វើតាមខ្ញុំមើលយើងធ្វើគ្រឿងបច្ច័យ4ជាតក្ខណានុបទានឧទ្ទិសជូនដល់ឪពុកដល់ម្ដាយដល់បងក៏បានហើយចំណែកព្រះសរិបុត្រកំពុងតកងសក់ម្ដាយជាតិមុនមកបង្ហាញខ្លួនសមអញ្ចឹងដែរថាម្ដាយកើតជាប្រែតមិនទាន់បានរួចពីកម្មពៀទេសូមឲ្យលោកកូនជួយផងលោកនឹងក៏បានរចង្ហាន់ធ្វើជាតក្ខណានុបទានឧទ្ទិសទៅក៏បានដល់ម្ដាយដល់អីចឹងទៅម្ដាយជាតិមុននឹងក៏បានទៅកើតក្នុងឋានសួគ៌បង្ហាញខ្លួនដល់កូនដូចគ្នាចឹងដែររឿងសុបិនភិក្ខុក៏ដូចគ្នាចឹងដែរឪពុកកើតជាប្រែតម្ដាយនឹងត្រូវផ្លឹកទៅនរោហើយដល់ពេលម្ដាយនឹងចេញរួចមកវិញធ្វើបុណ្យទៅបំពោះកូនជាភិក្ខុថ្ងៃបុណ្យនឹងឧទ្ទិសកុសលទៅឲ្យឪពុកនឹងផងឪពុកនឹងរួចពីកំណើតប្រែតបានកើតជាទេវបុត្រម្ដាយអស់អាយុទៅបានកើតជាទេវធីតាឪពុកម្ដាយទាំងពីរជួបគ្នានៅឋានសួគ៌ក៏ចុះមកបង្ហាញខ្លួនឲ្យសុបិនឃើញថាលោកកូនពុកម្ដាយបានរួចពីកំណើតនេះដោយសារបុណ្យដែលលោកកូនធ្វើឲ្យចឹងបានយើងមកថ្វាយអង្គមអរគុណលោកកូនយកមើលតែប៉ុណ្ណេះឃើញណាហើយពួកទេវតាទាំងនឹងនឹងឲ្យពរដល់កូនចៅឲ្យរស់រានមានជីវិតនៅសុខសប្បាយរកទទួលទានមានបានកើតកាលវាលគុំហេតុនេះហើយបានមានទំនៀមធ្វើតក្ខណានុបទានធ្វើបុណ្យជូនដល់លោកឪពុកអ្នកម្ដាយតរហូតមកដល់ពេលហ្នឹងអញ្ចឹងណាញោមណាឥឡូវយើងធ្វើជូនទៅដល់អ្នកស្លាប់មានហើយក៏ប៉ុន្តែចំណែកខ្លួនយើងអ្នកនៅរស់រានមានជីវិតនេះក៏យើងសំបុណ្យទុកខ្លួនយើងដែរគេថាកូនចៅណាដឹងគុណមេត្តាបៃតាប៉ុណ្ណេះជាមហាស្នេហ៍ប្រកែបំផុតញោមតាក់ដោយទេវតាតាក់ដោយប្រអិនប្រព្រំតាមស្រឡាញ់ណាលើសារិកាលិនថោងទៀតញោមទៅណាក៏គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរទេវតាគ្រប់ទិសទីកន្លែងតាមថែអាសាមនុស្សនេះគេហៅថាកូនមិនចយត់មិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេសំដៅទៅលើកូនណាមានធម៌6យ៉ាងទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺគាត់ឈឺទី4កូនណាធ្វើបន់សពពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងទុកដាក់សាកសពឬអធិធាតុម៉ែឪឲ្យសមគួរទី6កូនណានៅតែនឹកអាលឹកធ្វើបន់តក្ខណានុបទានឧទ្ទិសជូនម៉ែឪរឿយប៉ុណ្ណេះគេហៅកូនមិនចយត់កូននឹងមានធម៌កតញ្ញូទេវតាតាមថែអាសាលោកហៅថាសភិលោកហៅថាយោមេតរាំងបេតរាំងវាមកចោតថាមានបោសតិទេវាបេណੰតិកឆន្តិមេតាបេតិបរាំងនរាំងកូនប្រុសស្រីណាមានធម៌កតញ្ញូតែប៉ុណ្ណេះទៅប្រទេសណាទៅខេត្តណាទៅស្រុកណាទេវតានៅទីកន្លែងនោះតាមថែអាសាកូននឹងសំបីតប្រអិនណាញោមរៀបចេញដំណើរទៅណាមកណាលើកដៃសំពះពីលើចុះក្រោមនាតល័យទេវបុត្រសួរថាព្រះអង្គថ្វាយអង្គមណាប្រអិនថាថ្វាយអង្គមកូនចៅណាដែលមានធម៌កតញ្ញូចិញ្ចឹមម៉ែចិញ្ចឹមឪនឹកគុណម៉ែឪថ្វាយអង្គមនងម្លោះហើយទេវតាគ្រប់កន្លែងក៏ថ្វាយអង្គ
គុំតាមថែអាសាតាមក្នុងមៀងកលដ្ឋទីបនីលោកសំដែងថាមៀងគុល38ប្រការព្រះអង្គរកឃើញក្នុងនោះមានមៀងគុលមួយថាមេត្តាបេតឧបដ្ឋានណាំងអេតាមមៀងកលមុតតមាំងកូនប្រុសស្រីណាទំនុកម្រងមេត្តាបៃតាឈ្មោះថាមៀងគុលដល់ដំគ្រួសារនឹងមានសុភ័ក្រមៀងគុលមានកូនក៏កូនល្អមានចៅក៏ចៅល្អមានកូនប្រសាក៏កូនប្រសាល្អញោមណាក៏ប៉ុន្តែបើយើងមិននឹកនាដល់ម៉ែដល់ឪទេក្នុងបារាវិនិច្ឆ័យមាន12ប្រការនោះមានវិនិច្ឆ័យមួយនោះកន្លែងគាថាទី4នោះលោកថាម៉េចកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យអស់ទ្រព្យអស់លៀបអស់យុះអស់ស័ក្តិគេមើលងាយធ្លាក់ខ្លួនឈឺបែកបាក់ទាស់តែងខ្វែងកំណត់ដោយសារយើងធ្វើឲ្យព្រះក្តៅកាហាយបើដូច្នេះកូនចៅកាន់ធម៌អញ្ចេះថែរក្សាព្រះឲ្យព្រះតិចតិជុំព្រះអង្គឬក៏ថាគុណមេត្តាបិតាជាព្រះនឹងឲ្យពរដល់កូនដល់ចៅរស់រានមានជីវិតនៅសុខសប្បាយគ្រួសារនឹងរកទទួលទានមានបានកើតវិគុំតិចតិជុំតរៀងទៅដូច្នេះហើយមេត្តាបិតាដូនតាដែលបាក់បែកចែកឋានទៅទាំងនោះសូមទទួលកុសលផលបុណ្យពីកូនចៅសោយសម្បត្តិទៅតាមសេចក្តីប្រាថ្នាចោសូមទេវតាទាំងឡាយអនុមោទនាកុសលផលបុណ្យហើយជួយនាំដំណឹងទៅប្រាប់ដល់បុព្វការីជនទាំងនោះឲ្យទទួលផងហើយសូមទេវតាជួយថែអាសាការពារញោមទាំងអស់គ្នាឲ្យរស់នៅឲ្យបានយូរអាយុវែងកុំឲ្យឈឺកុំឲ្យជំងឺអាពាហ៍បៀតបៀនអីណាញោមណាឯចំណែកញោមញាតជាភ្ញៀវកតញ្ញូដែលអញ្ជើញមកទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គយើងក៏មានមេត្តាបិតាដូនតារៀងខ្លួនស្លាប់បាក់បែកចែកឋានទៅដែរយើងឧទ្ទិសកុសលផលបុណ្យនេះបានដល់មេត្តាបិតាដូនតាយើងរៀងខ្លួនបានដែរអញ្ចឹងសូមឲ្យមេត្តាបិតារបស់ភ្ញៀវកតញ្ញូទាំងអស់ដូនតារបស់ភ្ញៀវកតញ្ញូទាំងអស់ក៏សូមទទួលអត្ថមនុញ្ញផលកុសលផលបុណ្យនេះផងដែរឯញោមញាតប្រគុណជាអង្គម្ចាស់ដែលបានមកចូលរួមក្នុងកម្មវិធីបុណ្យនេះសូមប្រគុណម្ចាស់បានសេចក្តីសុខចម្រើនមានបញ្ញាភ្លឺថ្លារជាតិឯញោមញាតពុទ្ធបរិស័ទទាំងឡាយសូមឲ្យមានដេកជះមានលៀបធនធានមាសប្រាក់លុយកាក់ដាក់កម្មជាយានសពបរោះស្រស់ល្អឆាតធ្វើដំណើរទីចិត្តទីឆ្ងាយកុំឲ្យមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កាំងគេតម្លើងយកគេតម្លើងសាក់ឲ្យជួបទៅនឹងព្រះប្រទះទៅនឹងធរជួបទៅអ្នកល្អជួបទៅសពបរោះជារៀងរហូតតទៅទាំងអ្នកតន្ត្រីពិនពិតនិតកងស្គរទាំងអាចារ្យរៀបចំទានធូបបាយសីបរិយមលូស្លាទាំងចាស់ទាំងក្មេងជាវិយាបច្ចៈអ្នកខ្វល់ខ្វាយរត់តបបំរើភ្ញៀវបំរើប្រសង់ទាំងសន្តិសុខសណ្ដាប់ធ្នាប់ទាំងអ្នកមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសង់ទាំងអ្នកចូលបុណ្យទៅវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីសូមបុណ្យកុសលជួយថែអាសាការពារទាំងអ្នកថតរូបទាំងអ្នកថតវីដេអូទាំងអ្នកបាកមេក្រូទាំងអ្នកបាកធំបាសទាំងអ្នកតបអ្នកតែងអ្នករៀបចំធ្វើរួមធ្វើចាត់ចែងកម្មវិធីនេះទាំងអស់គ្នាសូមទេវតាចំណាំចាំទុកអ្នកទាំងនេះជាកូនចៅព្រះជួយថែអាសាឲ្យរស់នៅឲ្យបានយូរមានប្រយោជន៍ដល់ជាតិសាសនាកុំបីមាន